កើតក្នុងផ្ទៃម្ដាយកម្មមួយហ្នឹងវាកំណត់ឲ្យយើងរស់នៅបាន10 20 30ឬក៏70 80ឆ្នាំប៉ុន្តែយើងរស់នៅបានប៉ុណ្ណឹងឬមិនបានអាស្រ័យយើងរៀបចំជីវិតពេលបច្ចុប្បន្នបើយើងផឹករាល់ថ្ងៃលើកដាច់រហូតហូបអីមិនចេះគិតហើយអត់សូវដេកអត់សូវពួនជក់គ្រឿងញៀនឬក៏ពិបាកចិត្តតឹងធូងរាល់ថ្ងៃអានឹងអាយុអត់វែងអាយុយើងត្រូវនៅបាន80ឆ្នាំផឹកច្រើនពេកនៅសល់50អីចឹងទៅឬក៏ពិបាកចិត្តពេកកើតទុកមុខជាំទៅស្គមរីងរៃអាយុខ្លីដោយសារពិបាកចិត្តហ្នឹងគឺកូនក្មួយយើងខ្លះសបាយពេកបរោះតែម៉ូតូប៉ណ្ណាំងទៅជាមួយកង់ឡានហើយអ្នកខ្លះអត់ចេះពាក់មួកសុវត្ថិភាពអីទេឬក៏ជក់បរិយជក់វ៉ែបហូបចុកអីទៅប្រទេសទៅផ្ដាស់ទៅអាហ្នឹងខាតអាយុយើងហើយចង្គៀងហ្នឹងវាឆាប់អស់ព្រេងហ្មងត្រូវរស់នៅបានដល់70 80ឆ្នាំត្រូវស្លាប់តាំងក្មេងអាយុ10 20ឆ្នាំហ្នឹងក៏សឹងតែបានដែរកម្មហ្នឹងវាចូលមកកាត់ផ្ដាច់ជីវិតរបស់យើងពេលខ្លះអាយុយើងនឹងត្រូវរស់បានយូរប៉ុន្តែសកម្មភាពយើងនឹងវាធ្វើឲ្យអាយុនឹងខ្លីចុះមកអញ្ចឹងកុំបន្ទោសកម្មចាស់ពេកពេលខ្លះយើងធ្វើកម្មថ្មីមិនល្អធ្វើឲ្យយើងអាយុខ្លីប៉ុន្តែមានអ្នកខ្លះដែរមានបាបកម្មពីអតីតណាមកមិនបានធ្វើអីអាក្រក់ប៉ុន្តែគាត់ត្រូវអស់ជីវិតក៏មានដែរឧបមាថាកម្លាំងបាបពីអតីតមកវាមាន100ប៉ុន្តែបុគ្គលនឹងបច្ចុប្បន្នប្រឹងធ្វើបុណ្យចំម៉ែចំឪធ្វើទានសាសិលចម្រើនភាវនាច្រើនទៅកម្លាំងបុណ្យនឹងវាជួយទប់ស្កាត់បាបបានខ្លះដែរឧបមាដូចថាសម្លនឹងវាប្រៃហើយបានដាក់ទឹកទៅវារៀងសាបទៅវាមិនមក100%ហ្មងបុណ្យដែលវាទៅជួយទប់ស្កាត់បាបនឹងលោកហៅថាឧបបិលកកម្មបុណ្យនឹងទៅជ្រៀតបៀតបាបហ្នឹងអំពើបាបអំពើអាក្រក់ក៏វាទៅជ្រៀតបៀតបុណ្យដែរឧបមាថាគាត់កំពុងរហូតស៊ីឡើងឋានៈបុណ្យសាក់ខ្ពងពោះប៉ុន្តែច្រឡំពេលមួយនោះផឹកស្វឹងដកភ្លើងបាញ់គេទូងទៅអស់លីងជាប់គុកជាប់ច្បាក់ទៀតអាហ្នឹងបាបទៅជ្រៀតបៀតបុណ្យម្ដងចុះឃើញធ្លាប់ឮមកថាបាបបុណ្យស៊ីសងគ្នាមិនបានទេបាបដែលយើងធ្វើហើយនឹងយើងលុបវាមិនបានទេប៉ុន្តែកម្លាំងបុណ្យដែលយើងធ្វើថ្មីហ្នឹងវាអាចជួយទប់ស្កាត់សម្រាលបាបនឹងបានខ្លះដែរដូចជាក្នុងរឿងព្រះបាទជាសត្រូវដែលសម្លាប់បិតាខ្លួនឯងត្រូវអនរយកម្មត្រូវធ្លាក់ក្នុងអវិជ័យមហានរកជ្រៅថងហើយគាត់ទៅសម្រាកនៅនឹងទីកន្លែងផ្សេងគ្នាលោកតបោះមួយទៅសម្រាកនៅឋានត្រៃត្រឹងលោកតបោះមួយនៅឋានវិជុងនាគលោកតបោះមួយនៅគ្រុឌវិមានរបស់គ្រុឌលោកតបោះមួយនៅឧទ្យានរបស់ព្រះរាជាហើយត្រឡប់មកវិញក៏រាយរាប់ពីទីកន្លែងវិជុងនាគហ្នឹងវាស្អាតអញ្ចេះនៅឋានត្រៃត្រឹងហ្នឹងវាស្អាតអញ្ចេះវិមានរបស់គ្រុឌហ្នឹងស្អាតអញ្ចេះប្រាសាទរបស់ព្រះរាជាហ្នឹងស្អាតអញ្ចេះក៏ដុំពីម្នាក់ហ្នឹងឮតែបោះនិយាយពីកន្លែងហ្នឹងអញ្ចឹងក៏តាំងចិត្តប្រាថ្នាថាដោយអានុភាពនៃបុណ្យដែលខ្ញុំបានធ្វើហើយនេះសូមឲ្យបានទៅកើតនៅកន្លែងហ្នឹងរៀងខ្លួនណាដោយបុណ្យកុសលដែលបានធ្វើហ្នឹងបានទៅកើតនៅកន្លែងហ្នឹងដោយប្រាថ្នាមែនអាហ្នឹងតើលោកធ្វើទានផងលោករក្សាសិលផងបុណ្យកុសលហ្នឹងនាំឲ្យទៅកើតក្នុងទីដែលខ្លួនប្រាថ្នាហ្នឹងក៏ដុំពីម្នាក់បានទៅកើតជាស្ដេចនាគក៏ដុំពីម្នាក់បានទៅកើតជាស្ដេចគ្រុឌក៏ដុំពីម្នាក់បានទៅកើតជាសកទេវរាជស្ដេចទេវតាក៏ដុំពីម្នាក់បានទៅជាស្ដេចផែនដីហើយមកជួបជុំគ្នាមិត្តភ័ក្តិគ្នាហ្នឹងសុំសិលមួយគ្នាទៀតមានឧបនិស្ស័យធ្វើបុណ្យមួយគ្នាពីអតីតជាតិមកជាតិនេះនៅឆ្ងាយពីគ្នាក៏ស្កាត់រកគ្នាជាមិត្តភ័ក្តិបន្តទៅទៀតហើយធ្វើបុណ្យបន្តទៅទៀតជាសរុបមកបំណងប្រាថ្នារបស់យើងនឹងអាចបានសម្រេចមែនប៉ុន្តែយើងមានបុណ្យផងនៅក្នុងធម៌ថាបើបុគ្គលនឹងបានធ្វើទានផងរក្សាសិលផងប្រាថ្នាងាយនឹងបានសម្រេចគណៈប្រគិនយោបល់គុណចាស់ដែលមានឱកាសបានទៅរៀននៅបរទេសទោះជារៀនភាសាបាលីសំស្ក្រឹតសមាធិវិបស្សនាឬក៏មុខវិជ្ជាអីផ្សេងក៏ដោយមានឱកាសទៅរៀននឹងជារឿងមួយល្អប្រសើរណាស់ប៉ុន្តែចំណុចមួយពេលយើងរៀនចប់ត្រូវសួរខ្លួនឯងថាអ្វីដែលត្រូវយើងយកត្រឡប់មកស្រុកយើងវិញហើយអ្វីយើងទុកឲ្យគេនៅនោះហើយចំណេះជំនាញបញ្ញាស្មារតីក្បួនច្បាប់អីយើងត្រូវយកមកស្រុកទេសដើម្បីជួយស្រុកទេសយើងវិញហើយចំណុចមួយដែលយើងពិចារណាគឺរឿងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការសូត្រធម៌ការស្លៀកពាក់របៀបរបប
ការរស់នៅហ្នឹងពេលខ្លះវាជាអត្តសញ្ញាណរបស់ស្រុកទេសគេហ្នឹងអញ្ចឹងស្រុកទេសយើងវាមានអត្តសញ្ញាណលក្ខណៈសម្គាល់ថាជាពុទ្ធសាសនាខ្មែរហ្នឹងអញ្ចឹងអ្វីណាដែលវាមិនប៉ះពាល់មិនខុសនឹងវិន័យធម៌អាអីទេយើងគួររក្សាវប្បធម៌ប្រពៃណីហ្នឹងនៅជារបស់ខ្មែរយើងអញ្ចឹងទៅដើម្បីឲ្យគេដឹងថាអូនេះប្រសង់ខ្មែរនេះប្រសង់ភូមាប្រសង់ថៃប្រសង់ស្រីលង្កាយើងមិនមែនថាទៅប្រកាន់ពូជសាសន៍រឿងហ្នឹងទេប៉ុន្តែថាយើងមានអត្តសញ្ញាណមួយថាជាខ្មែរទៅគេអាចកត់សម្គាល់បានយើងថែរក្សាវប្បធម៌ប្រពៃណីរបស់យើងគេថែរក្សាវប្បធម៌ប្រពៃណីរបស់គេអញ្ចឹងទៅរីឯចំណេះដឹងជំនាញបញ្ញាស្មារតីយើងយកមកអភិវឌ្ឍសុខទេសយើងពុទ្ធបរិស័ទយើងនមោទេពុទ្ធវិរត្ថុវុពមុតតោសិសព្ពធិសម្ពាធបដិបណ្ណោស្មិតាសៈមេសរណង្ភវេបបិទ្ធប្រពុតអ្នកមានសេចក្តីព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំតថាគតាំងអរហន្តាំងចន្តិមាសរណង្កតោរាហុចន្ទាំងបមញ្ចសៈពុទ្ធាលោកានុកម្មបកាចន្ទមៈទេវបុត្រដល់នៅតថាគតជាអរហន្តជាទីពឹងទីរលឹកហើយមនាលរាហុអ្នកចូលលែងចន្ទទេវបុត្រនោះចេញព្រះពុទ្ធទាំងឡាយតែងអនុគ្រោះដល់សត្វលោកទាំងឡាយអាត្មានឹងលើកដំណើររឿងក្នុងពុទ្ធសាសនាតកតងនឹងដំរីអេរវ័នឬក៏ខ្មែរយើងហៅដំរីក្បាល3កណ្ដឹងសម្ព័ន្ធដែលជាយានជំនិះរបស់សកទេវរាជយើងហៅថាប្រអិនសកទេវរាជនឹងកាលនៅជាមនុស្សឈ្មោះមគ្គមានុបគាត់មានមិត្តភក្តិគាត់33នាក់ហើយជួយចិត្តជួយកិច្ចការងារសហគមន៍ធ្វើផ្លូវធ្វើស្ពានធ្វើថ្នល់ដាំដើមឈើជីកស្រះទឹកធ្វើសាលាឆតទៀនយកអាសាអ្នកធ្វើដំណើរស្ត្រីមានផ្ទៃពោះប្រសង់អ្នកបួសឬក៏សាមញ្ញជនណាក៏ដោយធ្វើដំណើរតាមភូមិគាត់នឹងគាត់តែងតែយកអាសាកិច្ចការងារកសាងទាំងអស់ហ្នឹងគាត់ប្រើកម្លាំងដំរីនឹងជួយកិច្ចការងារគាត់ច្រើនណាស់ហើយបង្អោនចិត្តធ្វើបុណ្យជាមួយនឹងមគ្គមានុបនឹងដែរចឹងបានពេលមគ្គមានុបជាមួយនឹងមិត្តភ័ក្តិទាំង33នាក់ស្លាប់ទៅបានទៅកើតជាប្រអិននិងរដ្ឋមន្ត្រីរបស់ប្រអិនហ្នឹងមនុស្សក្តីជាសត្វក្តីក៏អាចធ្វើបុណ្យបានដែរប៉ុន្តែបើយើងកើតជាមនុស្សយើងងាយនឹងមានឱកាសធ្វើបុណ្យបានច្រើនជាងសត្វយើងមើលសំបីសត្វដំរីគេធ្វើបុណ្យជួយការងារសហគមន៍បានកើតជាទេវបុត្រយើងប្រយ័ត្នចាញ់សត្វដំរីយើងកើតមកក្នុងផ្ទៃម្ដាយតែមួយមែនប៉ុន្តែវាសនាមិនដូចគ្នាទេអានឹងសំពាយបុណ្យមកផ្សេងគ្នាយើងកុំតូចចិត្តអីយើងគួរសរសើរបុណ្យបងប្អូនយើងដែលគេមានសំណាងល្អជាងយើងឲ្យគួរផឹងផែងធ្វើបុណ្យកុសលឲ្យបានច្រើនកុំខឹងម៉ែកុំខឹងឪអីអរគុណគាត់ឯងដែលគាត់ខំចាំយើងបានប៉ុណ្ណឹងមកគាត់ចង់ឲ្យយើងល្អចង់ឲ្យមានបានដូចតែគេដូចតែឯងណែមិនគ្រាន់ថាបុណ្យយើងមានប៉ុណ្ណឹងឧបមាថាពូជយើងនឹងវាអត់សូវល្អតែអញ្ចឹងផលផ្លែផ្កាមកក៏វាមិនសូវល្អហើយយើងហ៊ានដូរចិត្តវិញថាអញផឹងធ្វើបុណ្យថ្មីធ្វើចិត្តឲ្យជ្រះថ្លាធ្វើទានសាសិលមានអីទីជួយក៏ได้ជូនឪពុកជូនម្ដាយបុណ្យហ្នឹងជួយឲ្យយើងអាចមានជោគវាសនាល្អជាងយើងដេកតូចចិត្តអន់ចិត្តបន្ទោសអ្នកនេះបន្ទោសអ្នកនោះអាហ្នឹងបាបយើងពីអតីតមកមានហើយបច្ចុប្បន្ននេះយើងរវល់តូចចិត្តអន់ចិត្តយើងដាក់បាបថែមអញ្ចឹងធ្វើឲ្យអាប់អួរជីវិតហ្នឹងអត់ឡើងទេអញ្ចឹងត្រូវធ្វើបុណ្យថ្មីឧបមាដូចថាសម្លហ្នឹងវាប្រៃអញ្ចឹងយើងត្រូវដាក់ទឹកកែកុនធ្វើម៉េចឲ្យសម្លនឹងអាចហូបបានជីវិតនឹងវាមានផលបាបចាស់មកហើយអញ្ចឹងយើងត្រូវធ្វើបុណ្យថ្មីដើម្បីឲ្យជីវិតនឹងបានរៀងស្រស់បំព្រងឡើងវិញណាបើខ្វះបុណ្យបើអត់បានធ្វើបុណ្យថែមជីវិតនឹងរឹតតែអាប់អួរហើយក្នុងបិដកលេខ77មាននិយាយពីរឿងព្រះអង្គធ្លាប់កើតជាស្ដេចត្រីនៅក្នុងស្រះធំមួយក្នុងពេលរដូវប្រាំងហ្នឹងវារីងរាំងអស់ទៅក្អែកថ្មាតអីចុះមកចឹកស៊ីញាតរបស់ព្រះអង្គជាត្រីដែលនៅក្នុង
ស្រះធំហ្នឹងព្រះអង្គគិតថាអាត្មាអញត្រូវធ្វើម៉េចដើម្បីជួយញាតិរបស់អាត្មាអញបានក៏ពិចារណានៅធម៌ទៅឃើញថាពេលវេលានេះមានតែការតម្កល់ខ្លួននៅក្នុងសច្ចៈការប្រកាសនៅសច្ចកិរិយាហ្នឹងទេទើបអាចជួយញាតិរបស់ព្រះអង្គបានព្រះអង្គក៏ពោលឡើងធ្វើនៅសច្ចកិរិយាថាយៈតោសារាមិអត្តានังយៈតោបត្តោស្មិវិញ្ញុតាំងនាពិជានាមិសញ្ចច្ចៈเอกបាណាំពិហឹងសតាំងអេតេនសច្ចវច្ចេនៈបច្ចុណោអភវិសតោអភិតនិយៈបច្ចុណៈនិថឹងកាកាសនាសយៈកាកាំងសោកាយរន្ធេហិមច្ឆេសោកាបមោជយៈប្រែមកវិញថាតថាគតរលឹកឃើញនៅខ្លួនក្នុងកាលណាតថាគតបានដល់នៅភាពជាអ្នកដឹងក្តីក្នុងកាលណាក្នុងការនោះតថាគតមិនដែលខ្លែងបៀតបៀននៅសត្វមានជីវិតឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចុះមានន័យថាតាំងពីព្រះអង្គដឹងក្តីមកព្រះអង្គមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យភ្លៀងធ្លាក់មកមនាលមេឃអ្នកចូលបង្កភ្លៀងចុះចូលអ្នកញ៉ាំងកំណប់ទ្របរបស់ក្អែកឲ្យវិនិច្ឆ័យទៅចូលអ្នកញ៉ាំងពួកក្អែកឲ្យសោយសោកចូលអ្នកញ៉ាំងពួកត្រីឲ្យរួចពីសេចក្តីសោកព្រះអង្គធ្វើសច្ចកិរិយាចប់មេឃភ្លៀងមកក្រឹកក្រែងធ្វើឲ្យញាតិរបស់ព្រះអង្គនឹងរួចផុតពីគ្រោះភ័យនឹងជាអានុភាពនៃការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតដោយអានុភាពនៃពាក្យសច្ចៈពាក្យពិតនឹងសូមឲ្យរួចផុតពីគ្រោះភ័យពាក្យសច្ចៈនឹងមានបារមីចឹងមែនពេលថ្វាយគុំព្រះដើម្បីបានអានិសង្សច្រើនញោមអាចនឹកដល់គុណព្រះអង្គ3យ៉ាងទី1វិសុទ្ធិគុណមានន័យថាព្រះអង្គជាបុគ្គលបរិសុទ្ធអស់លោភៈទោសៈមោហៈអត់មានខឹងចំណែនស្អប់អត់ចេះជាប់ជំពាក់អីទេស្អាតថ្លាមកទី2បញ្ញាគុណមានន័យថាព្រះអង្គមានបញ្ញាអាចកំចាត់បងនៅកិលេសខ្លួនព្រះអង្គបានហើយជួយអ្នកដទៃឲ្យលះបង់កិលេសបានទៅទៀតហើយព្រះអង្គអាចដឹងអំពីអតីតអនាគតបច្ចុប្បន្នសពគ្រប់ទាំងអស់ត្រាស់ដឹងមានបញ្ញាជ្រៅជ្រះក្រៃលែងណាស់មិនងាយមានអ្នកណាមានបញ្ញាដូចព្រះអង្គទេទី3ករណាគុណព្រះអង្គមានបតីករណាណិតសត្វលោកទាំងអស់ចង់ឲ្យសត្វលោកទាំងអស់បានរួចផុតពីទុក្ខជារៀបជាធិមរណៈហ្នឹងទៅព្រះអង្គស្រឡាញ់សត្វលោកនឹងដូចជាស្រឡាញ់រាហុលបុត្ររបស់ព្រះអង្គផ្ទាល់អញ្ចឹងយើងថ្វាយគុំព្រះអង្គនឹកដល់គុណព្រះអង្គទាំង3នឹងដោយសង្ខេបនឹងយើងបានផលបានអានិសង្សច្រើនធ្វើដំណើរទៅស្រុកខេត្តភ្ជុំញាតិញោមបាច់បខំអីពេកទេដល់ពេលណាក៏ពេលនឹងទៅចុះទៅយឺតប្រសើរជាងមានគ្រោះថ្នាក់តាមផ្លូវបើគេចង់ទៅលឿនឲ្យគេទៅមុនចុះចាត់ទុកថាធ្វើបុណ្យមួយគាត់ចុះឲ្យគាត់ទៅមុនហើយឲ្យគាត់មានសុខសុវត្ថិភាពតាមផ្លូវយើងអត់តក់កុហលយើងមិនសូវមានសម្ពាធផ្លូវចិត្តឲ្យសុបាយយើងទៅធ្វើបុណ្យក៏បានបុណ្យច្រើនណាបើយើងបញ្ញាប់បញ្ញាប់តក់កុហលទៅវាអត់ស្រួលក្នុងចិត្តហើយធ្វើបុណ្យក៏មិនសូវបានបុណ្យដែរហើយវាអាចជួបប្រទះនឹងគ្រោះថ្នាក់គ្រោះភ័យមុននឹងចេញពីផ្ទះយើងអាចសូត្ររំលឹកគុណបរតនត្រ័យនមោពុទ្ធាសៈនមោធម្មសៈនមោសង្ឃសៈសូត្រថ្វាយបង្គំចំពោះពុទ្ធពធព្រះសង្ឃចឹងក៏បានឬក៏សូត្រពុទ្ធាំងសរណង្កិច្ឆាមិធម្មំសរណង្កិច្ឆាមិសង្ឃំសរណង្កិច្ឆាមិសូមដល់នៅពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកសូមឲ្យដំណើរខ្ញុំបានប្រកបដោយសុខសុវត្ថិភាពចឹងក៏បានបុណ្យនឹងជួយយើងមានចិត្តមិនតក់កុហលហ្នឹងវាជួយសម្រួលមួយហើយយើងមានប្រតនត្រ័យក្នុងចិត្តហ្នឹងក៏ជួយដំណើរជីវិតដំណើរយើងហ្នឹងឲ្យបានសុខសុវត្ថិភាពដែរថ្មជួនយោបល់ញាតិញោមពេលប្រជុំបិណ្ឌបើអុជធូបអីអុជមកសរសៃបានណាឬក៏ថាបើយើងមានផ្កាយបូជាក៏បានដែរព្រោះអុជច្រើនគ្នាទៅឬក៏ច្រើនសរសៃវាហុយផ្សែងវាទៅជាពុលវិញញាតិញោមបុណ្យវានៅក្នុងចិត្តយើងញាតិញោមយើងធ្វើបុណ្យប្រកបដោយបញ្ញាមិនហាមឃាត់ទេប៉ុន្តែគាត់ថាមកល្មមហើយបើថាគេអុជច្រើនហើយមិនបាច់អុជក៏បានដែរពេលមុនចេញដំណើរទៅណាមកណាយើងអាចទម្លាប់នមស្ការប្រតនត្រ័យឯសូត្រខ្លីក៏បានដែរនមោពុទ្ធាសៈនមោធម្មសៈនមោសង្ឃសៈនមោពុទ្ធាសៈនមោធម្មសៈនមោសង្ឃសៈ
นะโมพุทธัสสะนะโมธัมมัสสะนะโมสังฆัสสะប្រែមកវិញថាសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយយើងអាចអធិដ្ឋានចិត្តថាដោយអានុភាពនៃបុណ្យនេះសូមឲ្យខ្ញុំធ្វើដំណើរដោយសុខសុវត្ថិភាពអញ្ចឹងក៏បានឬក៏មុនចូលគេងនៅកន្លែងថ្មីកន្លែងប្លែកឲ្យយើងថ្វាយបង្គំព្រះយកពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកមានប្រតនត្រ័យនៅក្នុងខ្លួនណាពួកអមនុស្សក៏វាខ្លាចដែរមិនសូវហ៊ានបៀតបៀនដែរហើយបុណ្យនឹងជួយយើងឲ្យបានសម្រេចកិច្ចការងារបានល្អប្រសើរអ្នកខ្លះមិនសូវសម្បូរបុណ្យពីអតីតមកវាមិនសូវបានទៅណាមកណាគេមិនសូវចូលចិត្តអញ្ចឹងទៅជាតូចចិត្តមួម៉ៅខឹងគេមើលងាយអញក្រអីចឹងទៅអាបុណ្យចាស់យើងនោះវាមិនសូវសម្បូរផងចិត្តនឹងវាមួម៉ៅសៅមងគិតទៅពីចាប់កំហុសគេឃើញគេអក្រក់ចេះអក្រក់ចុះភ្លេចផឹងប្រែងហើយភាពសៅមងក្នុងចិត្តហ្នឹងវាប្រទាញរឿងអាក្រក់មកចូលក្នុងជីវិតនៅក្នុងភាសាធម៌លោកហៅថាបយោគវិបត្តិការរៀបចំជីវិតនឹងអត់ត្រូវដល់ចឹងវាហៅបាបគ្នាវាចូលមកក្នុងជីវិតនឹងមកចឹងជីវិតនឹងកាន់តែដុនដាបទៅងឹតមើលអីលែងឃើញមកប៉ុន្តែបើគាត់គិតត្រូវវិញណាគាត់ទួស្គាល់ថាបនចាស់គាត់តិចអញ្ចឹងបានវាពិបាកអញ្ចឹងផឹងធ្វើបនថ្មីតស៊ូព្យាយាមចាំម៉ែចាំឪមានកតញ្ញូដឹងគុណទ្របធន់តិចតួចធ្វើបនតាមតិចតួចប៉ុន្តែកុំឲ្យភ្លេចធ្វើបនធ្វើទានសាសិលទៅបនកុសលថ្មីហ្នឹងអាចធ្វើឲ្យជីវិតហ្នឹងមានពន្លឺឡើងវិញយើងម្នាក់សិតតែមានបនចាស់មកផ្សេងគ្នាប៉ុន្តែវាត្រូវការបនថ្មីនេះដើម្បីជួយបើកផ្លូវឲ្យបនចាស់ហ្នឹងឲ្យផលសេចក្តីព្យាយាមតស៊ូប្រឹងប្រែងអំណត់អត់ធន់រួមនឹងចរិយាមារយាទចរិតរឹកពីថ្លៃថ្នូរក្នុងធម៌លោកថាជាអ្នកមានសិលនិងបនងាយឲ្យផលក្នុងធម៌លោកហៅថាបយោគៈសម្បត្តិមានន័យថាការរៀបចំជីវិតនឹងត្រូវធ្វើឲ្យគេស្រឡាញ់គេចូលចិត្តគេរាប់អានគេអាណិតគេចង់ជួយអញ្ចឹងទៅលឿនហ្មងជីវិតនឹងប៉ុន្តែអ្នកខ្លះមានបនចាស់ច្រើនប៉ុន្តែបច្ចុប្បន្ននេះចលះបើចឡោងខាមចរិតរឹកពីក្អឺតកតោមចងេចងាងគេអត់ចូលចិត្តគេអត់ចង់ជួយដល់អញ្ចឹងបនហ្នឹងវាឲ្យផលតិចតួចដោយសារយើងរៀបចំជីវិតនឹងអត់ត្រូវនៅក្នុងធម៌លោកហៅថាបយោគវិបត្តិដូចថាយើងមានកំណប់នៅក្រោមផ្ទះយើងប៉ុន្តែស្រាប់តែថ្មដានៅពីលើអញ្ចឹងយើងជីកយកមកប្រើអត់កើតចរិតរឹកពីយើងវាអន់ណាអញ្ចឹងបនចាស់ហ្នឹងវាអត់ងាយឲ្យផលបនឲ្យផលរើសមនុស្សដែរញាតិញោមតើអ្នកណាពឹងប្រែងព្យាយាមតស៊ូអំណត់រួមផ្សំជាមួយនឹងចរិតរឹកពីចរិយាមារយាទគេល្អសមរម្យកាយវាចាគេត្រឹមត្រូវមិនចងេងចងាងមានសិលធម៌ពាក្យសម្ដីសម្ដៅពីរូបភាសាមិនមនុស្សដើរអ៊ីចអូចចាក់ចុចញ៉ៃដើមគេអីហ្នឹងបនងាយឲ្យផលឯលៀបយោរិស័យខ្ពស់រត់រនអ្នកមានបនអ្នកមានសិលមានន័យថាគេសំរុំថ្លៃថ្នូរត្រឹមត្រូវទាំងក្រៅទាំងក្នុងទាំងកាយទាំងវិចារទាំងចិត្តគេល្អមិនមួម៉ៅសៅមងចំណែនបែនជន់អ្នកណាទេស្រឡះហើយពឹងប្រែងព្យាយាមនឹងបនងាយឲ្យផលបើយើងមានសទ្ធាឲ្យបាយទឹកជាទៀនយើងបានអានិសង្ឃមានកម្លាំងកំហែងរឹងមាំធ្វើការងារងាយអស់កម្លាំងឯងបើយើងមានសទ្ធាឲ្យសម្ពុតខោអាវជាទៀនជាតិណាយើងមានពណ៌សម្បុរស្អាតមិនបាច់សូវលាបលេច្រើនទេហើយអ្នកណាឲ្យពន្លឺជាទៀនឲ្យភ្លើងពូលសូឡាបូជាទៀនបំភ្លឺអ្នកនឹងមានភ្នែកល្អមានភ្នែកទឹកមានរឿងអីដឹងទាំងអស់ហើយអ្នកឲ្យយានជំនិះជាទៀននឹងបានសេចក្តីសុខយានទោសុខទោហោតិហើយអ្នកមានសទ្ធាបរិច្ចាគទីកន្លែងស្នាក់នៅផ្ទះសម្បែងទីពេទ្យសាលារៀនឬក៏កុដិសាលាថ្វាយព្រះសង្ឃជូនអ្នកក្រីក្រអ្នកពិបាកឬក៏ដល់សាលារៀនទីពេទ្យនឹងឈ្មោះថាឲ្យរបស់គ្រប់យ៉ាងបានបនយូរម្បែងហើយបានបនច្រើនទៀតអ្នកឲ្យសេនាសនៈជាទៀនហើយបើអ្នកឲ្យធម៌ជាទៀនណែនាំឲ្យគេចេះយល់ត្រូវអាចរំដោះសេចក្តីទុក្ខពីជីវិតបានអ្នកនឹងឈ្មោះថាឲ្យព្រះនិព្វានអញ្ចឹងបើយើងមានសទ្ធាឲ្យ
អាមីសជាទៀនរបស់របរសម្រាប់ប្រើប្រាស់ហ្នឹងយើងបានផលជាអាយុវណ្ណៈសុខៈពលៈទ្រព្យរបស់លៀបយួសចឹងទៅបានអានិសង្សហ្នឹងត្រឡប់មកវិញបើយើងឲ្យធរជាទៀនហ្នឹងពន្យល់ហ្នឹងក៏បានបុណ្យបានអានិសង្សច្រើនណាស់ដោយសារធ្វើឲ្យមនុស្សហ្នឹងយល់ត្រូវគេអាចរៀបចំជីវិតគេក្នុងផ្លូវល្អគេបានសុខអញ្ចឹងអ្នកដែលឲ្យធរជាទៀនអ្នកផ្ដល់ចំណេះហ្នឹងបានអានិសង្សច្រើនអាត្មាឃើញកូនចៅខ្លះពេលទៅដល់ផ្ទះចុះពីឡានពីម៉ូតូទៅថ្វាយគុំឪពុកម្ដាយក្បាលដល់ដីនឹងល្អមែនតើបើកូនចៅខ្លះដូចថាទៅដល់គាត់តែជំរាបសួរប៉ុណ្ណឹងថាដូចមិនទាន់គ្រប់គ្រាន់ដោយសារការជំរាបសួរនោះវាធ្វើជាមួយអ្នកណាក៏ធ្វើដែរអញ្ចឹងមកខែមន្តសន្និដៅមួយឆ្នាំមួយខែបានទៅម្ដងអញ្ចឹងគ្រប់អោនលំទូនអរគុណគាត់ដែលបានចាំបីបាច់ថែសារហើយក៏បានជាគំរូល្អមួយដល់កូនចៅយើងដែរហើយជាបុណ្យកុសលសម្រាប់យើងហើយបើមានអីវ៉ៃវ៉ាន់អីយើងរៀបចំជូនគាត់ថ្វាយគុំហើយឲ្យកូនឲ្យចៅទៅជាមួយដើម្បីឲ្យកូនចៅហ្នឹងមើលគំរូយើងហើយពេលគេធំគេដឹងក្តីគេធ្វើអញ្ចឹងដាក់យើងវិញយើងឃើញកូនចៅល្អដឹងខុសដឹងត្រូវដឹងគុណដឹងទោសអញ្ចឹងយើងសប្បាយចិត្តដែរហើយកូនហ្នឹងគេបានបន់របស់គេទៅទៀតទៅតាមពិតទៅការទំនុកម្រងឪពុកម្ដាយហ្នឹងគួរធ្វើជារឿយៗជាប្រចាំមកកូនចៅបានបន់ច្រើនម៉ែឪជាស្រែបន់ក្នុងភាសាធម៌លោកហៅថាជាអាហុណៃយៈកូនចៅណាបានធ្វើបន់ជាមួយឪពុកម្ដាយហ្នឹងបានបន់ច្រើនណាស់ចម្រុងចម្រើនបន្ទាប់ពីប្រជុំបិណ្ឌមកយើងថ្វាយគុំលាឪពុកម្ដាយក្បាលដល់ដីទៅម៉ែឪសប្បាយចិត្តឲ្យពរឲ្យជ័យយើងទទួលបានពរពីព្រះពេលទៅដល់ផ្ទះកូនចៅគួរទៅថ្វាយគុំឪពុកម្ដាយមិនគួរខ្មាស់អៀនណាគុំគួរត្រឹមតែជំរាបសួរដែរយើងបង្ហាញសេចក្តីគោរពស្អីស្រឡាញ់នឹករលឹកដល់គាត់ហើយជាបុណ្យកុសលសម្រាប់យើងហើយក៏ជាគំរូមួយសម្រាប់កូនចៅរបស់យើងដែរហើយជាការរក្សាប្រពៃណីវប្បធម៌គោរពចាស់ទុំជាពិសេសការគោរពដឹងគុណចំពោះឪពុកម្ដាយហើយបុណ្យកុសលហ្នឹងក៏បានមកលើយើងវិញកូនចៅគេឃើញអញ្ចឹងគេធ្វើអញ្ចឹងដាក់យើងវិញដែរហើយបើយើងមានរបស់របរលុយកាក់អីយើងរៀបចំថ្វាយគុំជូនគាត់ឲ្យបានត្រឹមត្រូវទៅមិនប្រើតែកូនតែចៅទៅថ្វាយគុំជូនយាយណាយើងផងដើម្បីឲ្យកូនចៅហ្នឹងបានយើងជាគំរូហើយគេត្រឡប់មកធ្វើជាមួយយើងអញ្ចឹងដែរនៅពេលដែលគេដឹងក្តីទៅតាមពិតទៅគួរទំនុកម្រងឪពុកម្ដាយហ្នឹងរឿយៗមិនមែនចាំបាច់តែដល់ខែមន្តសន្និដៅទេកូនចៅណាបានធ្វើបុណ្យជាមួយឪពុកម្ដាយដែលនៅរស់រានមានជីវិតហ្នឹងបានបុណ្យបានកុសលច្រើនណាពីព្រោះឪពុកម្ដាយជាអាហុណៃយៈជាស្រែបុណ្យរបស់កូនចៅណាបានធ្វើបុណ្យជាមួយបានបុណ្យច្រើនហើយពេលត្រឡប់មកវិញយើងថ្វាយអង្គមលាឪពុកម្ដាយមកវិញមកយើងបានទទួលពរជ័យពីគាត់យើងបានសិរីសួស្ដីពរជ័យពីព្រះតែយើងគោរពបូជាទេវតាដោយម្ដេចទើបត្រឹមត្រូវទេវបលិមាន2មួយយើងឧទ្ទិសបុណ្យជូនទេវតាយើងធ្វើបុណ្យធ្វើកុសលហើយសូមជូនបុណ្យកុសលទេវតាថែសារនៅផ្ទះជានាងផ្ទះប្រភូមិរុក្ខទេវតាអារក្ខទេវតាសូមត្រេកអរអនុមោទនាបុណ្យខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះទី2យើងដាក់គ្រឿងដង្វាយបាយទឹកនំចំណីផ្កាផ្លែឈើជូនជាការសម្ដែងនៅការរាប់អានដូចជាយើងអ្នកនៅផ្ទះភូមិផងរបងជាមួយអញ្ចឹងប៉ុន្តែទេវតាគេមានបុណ្យច្រើនជាងយើងគេអាយុវែងជាងយើងគេមានសម្បត្តិល្អជាងយើងអញ្ចឹងយើងគោរពបូជាចំពោះទេវតាហ្នឹងក្នុងន័យថាយើងរាប់អានយើងគោរពយើងឲ្យតម្លៃប៉ុន្តែយើងមិនបកគលជោគវាសនាគិតតែពីបែបបន់សុំបួងសួងអីទេបើយើងមានចិត្តល្អជាមួយគេគង់តែនឹងបីបាច់ថែរក្សាយើងវិញហើយបើយើងមានបុណ្យគេត្រូវតែជួយយើងហ្មងគេមិនជួយគេមានទោសទៀតផងទេវបលិហ្នឹងគឺការគោរពការឲ្យតម្លៃការផ្ដល់សេចក្តីស្រឡាញ់ការរាប់អានដល់ទេវតាប៉ុន្តែទេវតាមិនចេះតែជួយយើងបានគ្រប់រឿងទេតើយើងមានបុណ្យដែរទើបទេវតាជួយយើងបានបើមានគេសួរថាពុទ្ធត្រាស់ដឹងអ្វីយើងអាចឆ្លើយថាពុទ្ធត្រាស់ដឹងនៅអរិយសច្ចៈ4ដែលធ្វើឲ្យព្រះអង្គបានរួចផុតពីទុក្ខបានត្រាស់ដឹងជាពុទ្ធអរិយសច្ចៈទី1គឺទុក្ខសច្ចៈ
មានន័យថាជីវិតរបស់យើងនឹងសង្ខារនឹងវាមិនថិតថេរមិនគង់វង្សហើយវាត្រូវមានជារៀបជាធិមរណៈបែកបាក់ព្រាត់ប្រាសហើយទុកនឹងមានទាំងទុកផ្លូវកាយមានទាំងទុកផ្លូវចិត្តអញ្ចឹងជីវិតនឹងគឺទុកទាំងអស់តែមិនមែនទេវាមានសុខវេទនាដែរប៉ុន្តែវាអត់ទៀងទាត់វានៅតែផ្លាស់ប្ដូរទៅបែកបាក់ព្រាត់ប្រាសចុងក្រោយយើងលះបង់របស់ទាំងអស់នឹងទៅហើយបន្តជាតិកំណើតសោយទុកនៅក្នុងអនាគតទៅទៀតដែរប៉ុន្តែទុក្ខសច្ចៈហ្នឹងជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ខ្លួនទេហើយព្រះអង្គដឹងហេតុដែលនាំឲ្យកើតទុក្ខហ្នឹងគឺតណ្ហាការជាប់ជំពាក់ហួងហែងការប្រកាន់ថានឹងជារបស់ខ្លួននឹងជាខ្លួនដល់ពេលប្រកាន់អញ្ចឹងទៅនៅពេលរបស់ហ្នឹងវាផ្លាស់ប្ដូរប្រែប្រួលទៅយើងកើតទុក្ខនឹងឯងអញ្ចឹងវាវិលកង់អញ្ចឹងហើយព្រះអង្គឃើញអញ្ចឹងហើយព្រះអង្គបានរំដោះខ្លួនពីការប្រកាន់ហ្នឹងបានដល់នៅព្រះនិព្វាននិរោធសច្ចៈព្រះអង្គបានពាល់ត្រូវថាអូសេចក្តីសុខពិតប្រកបហ្នឹងគឺលែងប្រកាន់នៅរបស់ក្តៅហ្នឹងខណ្ឌហ្នឹងសង្ខារហ្នឹងជីវិតហ្នឹងជារបស់ក្តៅបើយើងអត់ប៉ះវាអត់ក្តៅទេយើងអត់ប្រកាន់វាយើងអត់មានទុក្ខដោយសារវាទេពីព្រោះវាអត់អាចនៅស្ងៀមបានហើយវាអាចនៅសុខអញ្ចឹងបានរហូតទេអញ្ចឹងព្រះអង្គបានពាល់ត្រូវនៅព្រះនិព្វានដែលជាសេចក្តីសុខមាំទាំប្រកបវិជ្ជាមិនផ្លាស់ប្ដូរមិនប្រែប្រួលហើយមិនមែនជាសេចក្តីសុខនៅក្នុងខណ្ឌនេះទេហើយព្រះអង្គដឹងអំពីវិធីទៀតមគ្គសច្ចៈគឺវិធីបដិបត្តិអានឹងវាឧបមាដូចជាដឹងផ្លូវដើរដើម្បីចេញផុតពីព្រៃឬក៏ដឹងអំពីវិធីព្យាបាលដើម្បីឲ្យជំងឺនឹងជាអញ្ចឹងបានដល់អរិយមគ្គប្រកបដោយអង្គ8មានសមាទិដ្ឋិការយល់ត្រូវសមាសង្កប្បៈការត្រេះរិះត្រូវជាដើមជាការត្រាស់ដឹងនៅអរិយសច្ចៈទាំង4នេះធ្វើឲ្យព្រះអង្គលែងមានជារៀបជាធិមរណៈកើតចាស់វិលវល់នៅក្នុងសង្សារវដ្តនឹងទៀតឲ្យព្រះអង្គរួចផុតពីទុក្ខហើយមាត់យើងអាចប្រើឲ្យកើតបុណ្យឬក៏អាចនាំឲ្យកើតបាបកើតបុណ្យមួយយើងនិយាយពាក្យពិតសច្ចៈនឹងមានបារមីទី2និយាយឲ្យគេរួបរวมគ្នាកុំចាក់អូចឲ្យគេឆ្លោះគ្នាទី3យើងនិយាយពាក្យព្រោះភាសាកុំអាមមឹងហែងជេរបន្តិចផ្ដាសាហើយទី4និយាយពាក្យមានប្រយោជន៍និយាយអត់ប្រយោជន៍ច្រើនពេកមាត់នាំឲ្យកើតបាបនិយាយកុហកគេបោកប្រាស់គេហ្នឹងបាបហើយគេលែងទុកចិត្តហើយទី2និយាយញុះញង់អ៊ិចអូចចាក់ចុចគេឆ្លោះគ្នាគេបែកបាក់គ្នាទី3និយាយបន្តិចផ្ដាសាអាមមឹងហែងហងហ្នឹងទី4និយាយបបែកបបោយអត់ប្រយោជន៍អត់បានការនិយាយលឺដូចតលៀកផ្ទុះអាហ្នឹងក៏នាំឲ្យមានបាបដែរលោកហៅថាវិជ័យទុច្ចរិតអ្នកធ្វើវិជ័យទុច្ចរិតហ្នឹងមានបាបកម្មមាត់មិនល្អថ្មិញមិនល្អនិយាយស្ដីគេមិនសូវស្ដាប់ប្តីប្រពន្ធកូនចៅអីគេមិនធ្វើតាមនិយាយច្រើនមិនយូរយូរទៅតូចចិត្តខ្លួនឯងចំណែកអ្នកមានវិជ័យសុចរិតពាក្យសម្ដីល្អត្រឹមត្រូវមាត់ក៏ល្អថ្មិញក៏ល្អបោមាត់ក៏ល្អក្លិនមាត់ក៏ល្អមានប្រពន្ធកូនចៅក៏គេស្ដាប់ប្រកបតាមនិយាយស្ដីអីគេចង់តែស្ដាប់ឯងពេលព្រះអង្គទៅត្រាស់ដឹងភ្លាមហ្នឹងមានឈ្មួញ2នាក់ទៅពីសវណ្ណភូមិយើងទៅនឹងទៅរស់ស៊ីនៅស្រុកឥណ្ឌាទេវតាដែលនៅអាស្រ័យនឹងព្រៃនឹងធ្លាប់ជាម្ដាយរបស់ឈ្មួញ2នាក់នឹងកាលពី5ជាតិមុនហើយនឹកចង់ឲ្យកូនទាំងពីរនឹងបានធ្វើបុណ្យជាមួយព្រះសម្មាសម្ពុទ្ធដំបូងគេដោយសារព្រះអង្គខានឆាន់ចង្ហាន់ចំនួន7សប្តាហ៍មកហើយអញ្ចឹងទេវតានឹងទៅបង្ហាញខ្លួននៅមុខតេះគោនឹងគោខ្លាចអត់ហ៊ានទៅមុខទេ2នាក់តពុសៈផលិកៈនឹងចុះមកបែបបនស្រន់អីមិនគុំទៅចុងក្រោយបានទេវតានឹងចូលទៅសន្ធិដ្ឋនៅនឹងពាណិជ្ជម្នាក់ហើយនិយាយរាយរាប់ថាព្រះសម្មាសម្ពុទ្ធទើបតែត្រាស់ដឹងឲ្យកូនទាំងពីរនឹងយកចង្ហាន់យកទៅថ្វាយព្រះសម្មាសម្ពុទ្ធដើម្បីបានសម្រេចជាបុណ្យកុសលទឹកចិត្តជាម្ដាយចង់ឲ្យកូនបានបុណ្យ2នាក់តពុសៈផលិកៈនោះក៏យកចង្ហាន់យកទៅថ្វាយព្រះអង្គមាននំក្រៀមនំកំពងនំលាជអីចឹងទៅរបស់ដែលក្រៀមហើយនឹងទឹកឃ្មុំទឹកអំពៅអីផ្សេងយកទៅថ្វាយព្រះអង្គបានបុណ្យច្រើនណាស់ឈ្មួញពាណិជ្ជទាំងពីរនាក់ហ្នឹងជាអ្នកដែលបានដល់នៅពុទ្ធនិងពធជាទីពឹងទីរលឹកមុនដំបូងគេលោកហៅថា
ធ្វើវាជាកសរណគមមានន័យថាសរណគមមានតែពីរគឺពុទ្ធនិងពុទ្ធដោយសារអត់ទាន់មានប្រសង់ទេវតាដែលនាំតពុសៈផលិកៈឲ្យបានថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធនឹងជាម្ដាយតាំងពី5ជាតិមុនម៉េចខ្មែរយើងយកចិត្តនិយាយថាម្ដាយដើមប៉ុន្តែយើងមិនដឹងទេមិនដឹងថាមួយណាជាម្ដាយដើមមួយណាជាអមនុស្សអីចឹងយើងមានថាធ្វើបន់ធ្វើកុសលឧទ្ទិសជូនទៅឲ្យបានសេចក្តីសុខហើយឲ្យជួយថែសារកូនចៅឲ្យបានសុខសប្បាយប៉ុណ្ណឹងដែរក្នុងពជាដកមួយនិយាយពីរឿងសេដ្ឋី2នាក់ម្នាក់មានទ្រព្យ40កោដម្នាក់ទៀត30កោដអាហ្នឹងទ្រព្យដែលគាត់យកទៅកប់ណាទ្រព្យនៅផ្ទះនៅស្បែងផ្សេងប៉ុន្តែពេលមុននឹងមរណកាលហ្នឹងគាត់អត់បានប្រាប់កំណប់ហ្នឹងទៅកូនទៅចៅដូចទៅកៀងបេះដូងដាច់ខ្សែឈាមខួរក្បាលអីចឹងទៅឧទាហរណ៍ដល់ពេលចិត្តហ្នឹងវាជាប់ជំពាក់នឹងទ្រព្យហ្នឹងអញ្ចឹងម្នាក់ស្លាប់ទៅកើតជាកដោធ្វើរុនថែសារទ្រព្យហ្នឹងម្នាក់ទៀតកើតជាពស់ធ្វើរុនថែសារទ្រព្យដែលខ្លួនកប់ហ្នឹងខ្មែរយើងធ្លាប់ឮមកថាពស់ថែកំណប់ហើយនៅមើលហ្នឹងទៅវល់រហូតដល់ថ្ងៃមួយទឹកគួចយកពស់នឹងកដោនឹងទៅតាមទឹកទៅបានតបោះជួយទៅពស់នឹងទៅដោនឹងក៏នឹកគុណតបោះដែលជួយស្រោចស្រង់ក៏យកកំណប់នឹងជូនលោកតបោះនឹងទៅលោកតបោះចុងក្រោយមកបានធ្វើជាមហាក្សត្រយកកដោយកពស់នឹងទៅចិញ្ចឹមនៅក្នុងវាំងហើយកដោនឹងពស់នឹងក៏ប្រគល់ទ្រព្យសម្បត្តិនឹងឲ្យលោកតបោះនឹងទាំងអស់ទៅលើករឿងនឹងមកចង់និយាយថាពេលដែលធ្វើមរណកាលហ្នឹងបើយើងជាប់ជំពាក់វៈវិននឹងទ្រព្យរបស់នេះនោះអាចទៅកើតនៅនឹងជាជីងចក់ជាតកែជាស្អីទៅបើយើងនៅប្រកាន់ណាប៉ុន្តែបើយើងរៀនលះបង់រៀនធ្វើបន់ទៅហើយទៅហើយរបស់ណាដែលត្រូវលះបង់ហ្នឹងលះបង់ឲ្យគេអស់ណាកុំឲ្យជំពាក់វៈវិនវាអាចនាំមកឲ្យបដិសន្ធិអត់ល្អក្នុងជាតិបន្ទាប់យ៉ាងកញ្ញវុតតាំងអ៊ិធវិហុរាំងវាសក្កេសុវាយ៉ាងរតនាងបណៃតាំងទ្របឯណាមួយក្នុងលោកនេះនិងក្នុងលោកឯទៀតក្តីរតនវត្ថុដ៏ឧត្តមឯណាក្នុងស្ថានសួគ៌ក្តីអ្នកនោសមង្ឃអតិតថាគតេអ្នកទ្របនឹងរតនវត្ថុទាំងនោះស្មើដោយតថាគតមិនមានឡើយអ៊ិទាំងពិពុទ្ធេរតនាងបណៃតាំងកែវគឺព្រះពុទ្ធនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានខយ៉ាងវិរិយកាំងអមតាំងបណៃតាំងយតេចគាសក្ខមនីសមាហិតោព្រះសក្ខមនីជាម្ចាស់មានប្រតិតម្កល់មាំបានត្រាស់ដឹងហើយនៅប្រធរឯណាជាទីខ្សែនៃកិលេសជាទីប្រាសចាករាគៈជាធម៌មិនស្លាប់ជាធម៌ដ៏ឧត្តមនតេនធម្មេនសមត្ថិកេញចេរបស់អ្វីមួយស្មើដោយប្រធរនោះមិនមានឡើយអ៊ីទាំងពិធម្មេរតនាងបណៃតាំងកែវគឺប្រធរនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានយ៉ាំពុទ្ធសេថោបរិវណ្ណយីសុចង្ឃព្រះពុទ្ធដ៏ប្រសើរទ្រង់សរសើរនៅសមាធិឯណាថាជាធម៌ដ៏ស្អាតសមាធិមាននន្តរិកញ្ញមាហុបណ្ឌិតទាំងឡាយពោលហើយនៅសមាធិឯណាជាធម៌ឲ្យផលដោយលំដាប់សមាធិនាតេនសមោនវិជ្ជតិសមាធិឯទៀតស្មើដោយសមាធិនោះមិនមានឡើយអ៊ីទាំងពិធម្មេរតនាងបណៃតាំងកែវគឺព្រះធម៌នេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានយេបុគ្គលីអត្តសតាំងបសត្ថាចត្តារិអេតានិយុគានិហោន្តិបុគ្គលទាំងឡាយឯណា8ចម្ពោះដែលសពបរោះទាំងឡាយសរសើរហើយបើរាប់ជាគូបាន4គូតេតខេណាយាសុគតាសសាវកាបុគ្គលទាំងឡាយនោះជាសាវករបស់ព្រះសុគតលោកគួរដល់តខេណាទានអេទេសតិនានិមហបលានិទានដែលបុគ្គលឲ្យហើយដល់តខេណាយបុគ្គលទាំងឡាយនោះជាទានមានផលច្រើនអ៊ីទាំងពិសង្ខេរតនាងបណៃតាំងកែវគឺប្រសង់នេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានពេលញោមប្រគេនអីវ៉ាន់ទៅទានដល់ប្រសង់ញោមអាចតិគៀកបន្តិចហើយលើកបង្ហើបបន្តិចក៏បានហើយប្រសង់ទទួលទៅនឹងត្រូវតាមវិន័យយើងអ្នកធ្វើទានក៏យើងបានបុណ្យប្រសង់ឆាន់
ចង្ហាន់ហ្នឹងក៏អត់ត្រូវទោសដែរបើញាតិញោមគាត់ណាទុកហើយគាត់ណាប៉ះក៏អត់បានទៀតក្នុងវិន័យហ្នឹងតើរៀងរុញឲ្យកម្រើកបង្ហើបអីបន្តិចទៅប៉ុន្តែពិបាកពេលជុំបិណ្ឌហ្នឹងចង្ហាន់ច្រើនប៉ុន្តែយ៉ាងហោចញាតិញោមដែលបាននៅក្បែរព្រះសង្ឃហ្នឹងក៏គួរលើកបង្ហើបបន្តិចដើម្បីឲ្យមានចលនាឲ្យព្រះសង្ឃទទួលទៅនឹងលោកឆាន់អត់ត្រូវទោសឲ្យយើងបានបន់ហើយយើងបានបន់ហ្នឹងទៅជូនដល់ញាតិរបស់យើងបានបន់ច្រើនឬហូអសរិនហ្នឹងមានមៀតធំហើយមានចិត្តចំណែនមិនសบายចិត្តនឹងប្រច័នដែលមានពន្លឺភ្លឺធ្វើឲ្យមនុស្សស្រឡាញ់ចូលចិត្តទេអញ្ចឹងក៏ទៅហាមាត់ចំផ្លូវដែលប្រច័នត្រូវធ្វើដំណើរហ្នឹងប្រច័នហ្នឹងមានទេវបុត្រមួយអង្គនៅអាស្រ័យថែរក្សាគឺចន្ទមៈទេវបុត្រឬក៏យើងហៅថាចន្ទទេវបុត្រប្រច័នហ្នឹងកិច្ចទៅណាមិនរួចក៏ត្រូវចូលក្នុងមាត់រាហូភ័យតក់ស្លុតពីព្រោះរាហូនឹងលេបក៏នឹកឃើញដល់ព្រះសម្មាសម្ពុទ្ធហើយថ្វាយគុំព្រះពោលគាថារំលឹកគុណពុទ្ធថាបបិទ្ធពុទ្ធអ្នកមានព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គបានរួចស្រឡះចាកធរទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំថ្វាយគុំព្រះអង្គអញ្ចឹងព្រះអង្គឮពាក្យរបស់ចន្ទមៈទេវបុត្រហ្នឹងក៏ពោលនឹងរាហូអសរិនថាចន្ទមៈទេវបុត្របានដល់នៅតថាគតជាព្រះអរហន្តជាទីពឹងទីរលឹកហើយមនារាហូអ្នកចូលលែងចន្ទទេវបុត្រទៅព្រះពុទ្ធទាំងឡាយតែងអនុគ្រោះដល់សត្វលោករាហូអសរិនក៏នៅលើពុទ្ធិកាប៉ុណ្ណឹងញ័រទៅត្រឹករត់ទៅរវេបចិត្តអសរិនមេរបស់ខ្លួនព្រឺរោមព្រឺស្បែកហើយវេបចិត្តអសរិនក៏សួរថារាហូមិនក៏អញញ័រម៉េះបញ្ញាប់បញ្ញាទៅណារាហូអសរិនប្រាប់ថាចន្ទមៈទេវបុត្រពោលគាថារំលឹកគុណព្រះអង្គរំលឹកគុណពុទ្ធហើយបើខ្ញុំមិនលែងចន្ទមៈទេវបុត្រទេក្បាលខ្ញុំនឹងបែកជា7ភាគឬក៏ថាបើខ្ញុំរស់វិញក៏រស់មិនបានសុខដែរចន្ទមៈទេវបុត្រក៏រួចផុតពីគ្រោះភ័យដោយអានុភាពនៃការរំលឹកគុណព្រះសម្មាសម្ពុទ្ធញាតិញោមអាចរំលឹកគុណព្រះសម្មាសម្ពុទ្ធនៅពេលដែលមានភ័យអន្តរាយអីកើតឡើងយកគុណព្រះអង្គមកជាអារម្មណ៍ធ្វើចិត្តយើងឲ្យជ្រះថ្លាក្នុងគុណព្រះអង្គបុណ្យនឹងអាចជួយសម្រាលទុក្ខទោសនឹងបានខ្លះដែរដើម្បីនៅមួយគ្នាបានសុខណាក្នុងគ្រួសារក្នុងសង្គមឬក៏ស្ថាប័នរដ្ឋឯកជនអីក៏ដោយគឺត្រូវរៀនមើលចំណុចល្អរបស់គ្នាទៅវិញទៅមកកុំឲ្យយើងអង្គុយទៅមើលកំហុសខុសឆ្គងចេះចុះនិន្ទាតេះដៀលបន្តបង្អាប់ទៅវាធ្វើឲ្យបាក់ទឹកចិត្តធម្មតាមនុស្សតែមានចំណុចខុសឆ្គងអីខ្លះជាធម្មតាប៉ុន្តែបើយើងនិយាយណែនាំហ្នឹងក៏ដោយទឹកចិត្តល្អចង់ឲ្យគាត់នឹងបានកែប្រែមកវិញមិនមានបំណងជន់ពង្លិចធ្វើឲ្យគេអាក្រក់ធ្វើឲ្យខ្លួនឯងនឹងគ្រាន់បែនិយាយកែអញ្ចឹងយើងបានបន់វិញបើយើងនិយាយជន់ពន្លិចបង្អាប់បន្តោសមើងងាយមើលថោកគេអានឹងយើងបានបាបបើយើងចង់ឲ្យកន្លែងនឹងល្អតើយើងចូលរួមបណ្ដោះពូជល្អហ្នឹងក្នុងចិត្តរបស់យើងផងក្នុងចិត្តរបស់មនុស្សជុំវិញខ្លួនយើងផងបើឃើញគេធ្វើល្អហើយយើងកុំកំណាញ់ពាក្យលើកទឹកចិត្តលើកសរសើរផ្ដល់កម្លាំងចិត្តអាសកម្មភាពល្អពូជល្អហ្នឹងដោះច្រើនទៅហើយមិត្តភាពក៏ល្អការងារក៏ទៅមុខដែរបន្ទាប់ពីយើងទម្លាក់មានះចុះកុំឲ្យខ្លាចគេល្អជាងខ្លួនអញ្ចឹងទៅឯងវាអន់អញ្ចឹងកុំយើងធ្វើជាអ្នកបណ្ដោះពូជល្អអានឹងយើងបានចម្រើនហើយបើយើងដើរទៅនិន្ទាតេះដៀលគ្នាទេអត់ទៅមុខគេការងារហ្នឹងនឹងរាំងស្ទះឆ្លោះប្រកែកគុំគួនគ្នាមិនខានទេពេលប្រគេនចង្ហាន់ព្រះសង្ឃហើយកុំភ្លេចឧទ្ទិសទានហ្នឹងដល់ញាតិរបស់យើងណាបើយើងចេះបល័យបានយើងគួរសូត្រអ៊ីទាំងវោញាតិណាំងហោតុសុខិតាហោនតុញាតយោរីទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះហើយបើយើងមិនចេះភាសាបាលីទេយើងឧទ្ទិសជាភាសាខ្មែរក៏បានដែរតែសូមឧទ្ទិសបុណ្យនេះដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះជាការដឹងគុណចំពោះអ្នកស្លាប់ពីព្រោះយើងយកបាយយកទឹកទៅជូនគាត់ហូបលែងកើតតែអញ្ចឹងយើងមានតែឧទ្ទិសទានដែលយើងបានធ្វើក្នុងថ្ងៃនេះសូមឲ្យញាតិទាំងអស់នោះត្រេកអរបុណ្យត្រេកអរទាននេះហើយសូមឲ្យបានសេចក្តីសុខចុះលទ្ធផលបាក់ឌុបជាប់ធ្លាក់ចេញមកហើយបាននិទេសអីក៏តាមនឹងទៅចាស់
ជាប់ក៏ផឹងប្រែងបន្តទៅទៀតហើយកូនក្មួយដែលធ្លាក់កុំតូចចិត្តកុំខ្មាស់គេអីលទ្ធផលបាក់ឌុបប៉ុណ្ណឹងវាមិនទាន់កំណត់ជោគវាសនាជីវិតរបស់យើងឯងនៅវែងឆ្ងាយទៅទៀតណាបើយើងផឹងប្រែងមិនប្រកាសថាយើងធ្លាក់ហ្នឹងយើងអន់យើងអ្នកជាប់ទេប៉ុន្តែវាត្រូវការតស៊ូព្យាយាមបើចង់ហ៊ានបន្តទី12ទៅបើចង់ចាប់យកជំនាញបច្ចេកទេសទៅព្រោះសង្គមយើងនេះឥឡូវត្រូវការអ្នកជំនាញបច្ចេកទេសច្រើនណាស់អាត្មាលើកទឹកចិត្តកូនក្មួយឲ្យរៀនអីមួយឲ្យច្បាស់លាស់ឲ្យប្រកែឲ្យខ្លាំងកុំឲ្យរៀនយកតែច្រើនសាលា2សាលា3សួររៀនចេះអីអត់ចេះហ្នឹងអត់ប្រកែទេមនុស្សនឹងជោគជ័យមិនជោគជ័យតែមនុស្សនឹងមានជំនាញច្បាស់លាស់ពិតប្រាកដក្នុងជីវិតដែរអត់ទេកុំគាត់រៀនដើម្បីអួតគេថារៀនសាលាច្រើនអានឹងអត់ប្រកែទេកូនក្មួយរៀនចប់ទី12បើត្រូវចេញទៅធ្វើការឲ្យគេអាត្មាជូនយោបល់ថាត្រូវរៀនជំនាញបច្ចេកទេសសិនមុននឹងចេញទៅធ្វើការឲ្យគេពីព្រោះអ្នកដែលមានជំនាញបច្ចេកទេសហ្នឹងបានប្រាក់ចំណូលខ្ពស់ជាងប្រើកម្លាំងពលកម្មសុទ្ធហើយសាលាបច្ចេកទេសរដ្ឋយើងផ្ដល់អាហារូបករណ៍ហើយផ្ដល់ប្រាក់ខែទៀតផងឲ្យតើបងអូនប្រឹងប្រែងហើយរៀនចប់មានជំនាញច្បាស់លាស់អត់ខ្វះការងារធ្វើទេវត្តអារាមតូចធំតាមជាក់ស្ដែងប៉ុន្តែសំខាន់ថាតើមានសណ្ដាប់ធ្នាប់អនាម័យទុកដាក់របស់របរសម្រាប់សម្មួយនឹងសមរម្យស្អាតបាតអត់មានសួនមានដើមឈើមានទីធ្លាមានទីសក្ការៈបូជាសមរម្យមិនចង្អៀតចង្អល់ចងេងចងាងអានឹងញាតិញោមចូលទៅកើតចិត្តជ្រះថ្លាគាត់មានសទ្ធាជួយឧបត្ថម្ភគ្រប់គ្រងវត្តអារាមនឹងមកប៉ុន្តែបើយើងអត់បានរៀបចំត្រឹមត្រូវញាតិញោមចូលទៅអត់មានសទ្ធាអត់កើតបុណ្យណាដល់អញ្ចឹងអត់ងាយគាត់ជួយទេអញ្ចឹងតោះយើងទាំងអស់គ្នាចូលរួមទាំងប្រសង់ទាំងចាគណៈកម្មការពុទ្ធបរិស័ទទៅចូលរួមធ្វើម៉េចឲ្យកន្លែងវត្តអារាមនឹងស្អាតបាតសមជាកន្លែងតម្កល់នៅព្រះរតនត្រ័យវត្ថុដ៏មានតម្លៃ3គឺពុទ្ធពធប្រសង់ជារបស់មានតម្លៃដូចជាក្របពេជ្រអញ្ចឹងកន្លែងតម្កល់ក្របពេជ្រហ្នឹងវាត្រូវតែស្អាតដែលយើងហៅថាអារាមប្រែមកវិញថាសួនទៅចូលរួមទាំងអស់គ្នាពេលចំណុចមួយដែរកុំចាក់សាបច្រើនពេកកុំចាក់បេតុងពេញវត្តពេកវានាំឲ្យក្តៅហើយខូចសោភ័ណភាពវត្តគួរសិក្សាទុកធ្វើជាសួនដាំដើមឈើដើម្បីបានជាប្រយោជន៍បូជាបរតនត្រ័យផងពុទ្ធបរិស័ទមកក៏គាត់បានស្ងប់ចិត្តផងតើមានវិញ្ញាណនៅវិលវល់មិនទាន់ទៅកើតដោយសារគាត់មានកម្មអីអញ្ចឹងឬក៏យ៉ាងណានៅពេលមនុស្សយើងស្លាប់ទៅត្រូវបដិសន្ធិភ្លាមនឹងហ្មងទៅជាមនុស្សទៅជាទេវតាឬក៏ប្រែតនរកអីចឹងទៅមិននៅរងចាំ7ថ្ងៃ100ថ្ងៃអីទេគឺបដិសន្ធិភ្លាមនៅក្នុងអភិធម្មថាចុតិបដិសន្ធិប៉ុន្តែអ្នកខ្លះស្លាប់ទៅវាអត់បានត្រៀមខ្លួនអត់បានធ្វើបុណ្យអីទុកទៅកើតជាប្រែតទៅកើតជាអសុរកាយនៅកន្លែងហ្នឹងហើយចឹងគាត់ស្រេកគាត់ឃ្លានគាត់ពិបាកដែលយើងឃើញថាខ្មោចលងបង្ហាញរូបបង្ហាញរាងហើយឮសំឡេងធំក្លិនអីចឹងអាហ្នឹងគាត់ទៅកើតកន្លែងហ្នឹងដោយសារគាត់ខ្វះបុណ្យហើយគាត់មកបង្ហាញខ្លួនយើងដែលយើងហៅថាខ្មោចលងហ្នឹងពេលខ្លះគាត់មកសុំជំនួយពីយើងពីព្រោះគាត់ទើបនឹងទៅកើតក្នុងកំណើតថ្មីហ្នឹងគាត់ភ័យគាត់ខ្លាចគាត់អត់គាត់ឃ្លានអញ្ចឹងក្នុងនាមយើងជាញាតិឬក៏មិនមែនជាញាតិក៏ដោយយើងធ្វើទានជាមួយអ្នកមានសិលហើយឧទ្ទិសកុសលជូនគាត់ទៅអញ្ចឹងមិនមានវិញ្ញាណអីនៅវិលវល់ទេតាមពិតទៅគាត់បានទៅកើតក្នុងកំណើតនឹងរួចហើយប៉ុន្តែកំណើតដែលខ្វះបុណ្យអីចឹងទៅពេលសវណ្ណសាមត្រូវព្រួយពឹសឪពុកម្ដាយដែលពិការភ្នែករួមជាមួយនឹងទេពធីតាថែរក្សាភ្នំឈ្មោះសុន្ទរីដែលត្រូវជាម្ដាយដើមរបស់ព្រះពោធិសត្វកាលពី7ជាតិមុននឹងធ្វើសច្ចកិរិយាការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតរឿងនឹងវាពិតអញ្ចឹងមែនដោយអានុភាពនៃពាក្យពិតនឹងសូមឲ្យបានរួចផុតពីគ្រោះភ័យបើនៅក្នុងបារមីលោកចាត់ចូលនៅក្នុងសច្ចបារមីម្ដាយរបស់សវណ្ណសាមនឹងអោបនៅលើទ្រូងសវណ្ណសាមទៅក្តៅដឹងថាកូនមិនទាន់អស់ជីវិតទេក៏លើកដៃប្រណម្យឡើងពោលនៅសច្ចកិរិយាថាសាមកូនខ្ញុំជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងសាបលាភទៅសាមកូនខ្ញុំជាអ្នករក្សាពាក្យសច្ចៈដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមសាបលាភទៅសាមកូនខ្ញុំជាអ្នកចិញ្ចឹមមេត្តានិងបិតាដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុង
ខ្លួនសវណ្ណសាមសាបលៀបទៅសាមកូនខ្ញុំជាអ្នកចេះគោរពរៀមច្បងក្នុងតកូលដោយពាក្យសច្ចៈនេះសូមឲ្យពឹសសាបរលាបទៅសាមជាទីស្រឡាញ់របស់ខ្ញុំជាងជីវិតរបស់ខ្ញុំទៅទៀតដោយពាក្យសច្ចៈនេះសូមឲ្យពឹសសាបរលាបទៅបុណ្យឯណានីមួយដែលម៉ែបានធ្វើឲ្យផងឪពុកឯងបានធ្វើឲ្យផងដោយអានុភាពនៃបុណ្យនោះសូមឲ្យពឹសនៅក្នុងខ្លួនរបស់សាបលៀបទៅគ្រាន់តែម្ដាយធ្វើសច្ចកិរិយាចប់សវណ្ណសាមនឹងក៏ប្រែខ្លួនមកមួយចំហៀងបន្ទាប់មកបានឪពុកនឹងធ្វើសច្ចកិរិយាដូចម្ដាយបានធ្វើដែរតាំងពីកូនសាមជាអ្នកប្រព្រឹត្តធម៌កូនសាមជាអ្នករក្សាពាក្យសច្ចៈកូនសាមជាអ្នកចិញ្ចឹមមេត្តាបិតាកូនសាមជាអ្នកគោរពរៀមច្បងកូនសាមជាទីស្រឡាញ់ពេញចិត្តរបស់ឪជាងជីវិតរបស់ខ្លួនទៀតដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងបានសាបលៀបទៅបុណ្យណានីមួយដែលឪបានធ្វើឲ្យផងដែលម្ដាយឯងបានធ្វើឲ្យផងដោយអានុភាពនៃបុណ្យនោះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងសាបលៀបទៅបន្ទាប់ពីឪពុកធ្វើសច្ចកិរិយាក៏ប្រែខ្លួនមកម្ខាងទៀតបន្ទាប់មកបានទេវតាដែលត្រូវជាម្ដាយដើមកាលពី7ជាតិមុនឈ្មោះនាងសុន្ទរីនៅក្នុងភ្នំគុណធមាតហ្នឹងក៏លើកដៃប្រណម្យប្រកាសសច្ចកិរិយាថាខ្ញុំនៅអាស្រ័យនឹងភ្នំគុណធមាតនេះអស់កាលយូរមកហើយឥតមានអ្នកណាជាទីស្រឡាញ់ជាទីពេញចិត្តវិសេសជាងសាមទេដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនរបស់សាមនឹងសាបលៀបទៅនៅភ្នំគុណធមាតសពព្រៃព្រឹក្សាទាំងឡាយសុទ្ធសឹងតែមានក្លិនក្អូបដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសាមសាបលៀបទៅបន្ទាប់ពីសុន្ទរីទេពធីតាជាម្ដាយដើមរបស់ពពុទ្ធសាសធ្វើសច្ចកិរិយាចប់សវណ្ណសាមក៏ដឹងខ្លួនមកវិញដោយអានុភាពនៃបុណ្យរបស់សវណ្ណសាមនឹងបានធ្វើឲ្យមានពិតមែនហើយពាក្យដែលឪពុកម្ដាយនិងទេវតាបានប្រកាសនឹងជាពាក្យពិតមែនអានុភាពនៃបុណ្យផងអានុភាពនៃពាក្យពិតនឹងផងធ្វើឲ្យសវណ្ណសាមរស់រានមានជីវិតផុតពីគ្រោះថ្នាក់ពេលមួយនោះអង្គលីមាសលោកដើរទៅបិណ្ឌបាតជួបស្ត្រីម្នាក់ដែលពោពោះចិត្តនឹងប្រសូតហើយប៉ិនប្រសូតមិនរួចស្រែកទៅហួយំលោកមានចិត្តអាណិតចំពោះនាងហ្នឹងក៏ទៅថ្វាយបង្គំសុំព្រះអង្គតើខ្ញុំកណាជួយនាងនឹងយ៉ាងម៉េចទៅព្រះអង្គក៏ពង្រៀនសច្ចកិរិយាដល់អង្គលីមាសថាអង្គលីមាសអ្នកត្រឡប់ទៅវិញទៅកន្លែងនាងនឹងហើយត្រូវធ្វើសច្ចកិរិយាថាតាំងពីអាត្មាកើតមកអាត្មាមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យនាងបានសុខសុវត្ថិភាពសូមឲ្យកូនរបស់នាងមានសុខសុវត្ថិភាពបានអង្គលីមាសលោកតវ៉ាព្រះអង្គថាព្រះអង្គកណានិយាយចឹងក៏ហក់ហើយព្រោះកណាសម្លាប់មនុស្សច្រើនណាស់បានព្រះអង្គបញ្ជាក់ឲ្យអង្គលីមាសនឹងរៀនសាថ្មីគាថានឹងព្រះអង្គសម្ដែងថាយៈតោហੰភគនិអរិយាយៈជាតយាជាតោនាពិជានាមិសញ្ចច្ចៈបាណੰជីវិតាវរោបេតាតេនសច្ចេនសោធិតេហោតុសោធិកភសៈប្រែមកវិញថាណែនាងតាំងពីអាត្មាកើតនៅក្នុងអរិយជាតិបានមកបួសនេះណាអាត្មាមិនដែលខ្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយដោយពាក្យសច្ចៈនេះសូមសិរីសួស្តីកើតមានដល់នាងសូមសិរីសួស្តីកើតមានដល់គោព្រះអង្គលីមាសមុនទៅឲ្យសូត្រគាថាធ្វើសច្ចកិរិយានៅចំពោះមុខនាងនឹងក៏ប្រសូតបុត្រដោយសុខសុវត្ថិភាពទៅអញ្ចឹងកន្លែងហ្នឹងខ្លាយជាកន្លែងនៅក្រោយមកមនុស្សម្នាពិបាកបបិនអីប្រសូតបុត្រសំបីតសัตว์ក៏ទៅយកទៅដាក់កន្លែងហ្នឹងដែររហូតដល់ខាងក្រោយមកពេលភរិយាត្រូវប្រសូតបុត្រអីស្វាមីសូត្រគាថារបស់ព្រះអង្គលីមាសថែនឹងដែរប៉ុន្តែនេះជាប្រកាសពាក្យសច្ចៈតាំងពីលោកមកបួសមិនមែនតាំងពីលោកកើតមកពីដំបូងមកទេតាំងពីលោកកើតនៅក្នុងអរិយជាតិបានន័យថាបានមកបួសហ្នឹងលោកមិនដែលធ្វើ
ធ្វើបាណាតិបាតសម្រាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យនាងនឹងមានសុវត្ថិភាពសូមឲ្យកូននឹងក៏មានសុវត្ថិភាពដែរអានុភាពនៃការពោលពាក្យពិតនឹងបាននាងប្រសូតបុត្រមកដោយសុខសុវត្ថិភាពក្នុងបិដកលេខ77និយាយពីប្រវត្តិរបស់ព្រះអង្គកើតជាសត្វគ្រួចវត្តកជាតិដកព្រះអង្គទឹមញាស់ស្រាប់តែភ្លើងឆេះព្រៃមកពុកម្ដាយរបស់ព្រះអង្គហើចោលព្រះអង្គអស់ទៅអញ្ចឹងអត់មានអីជាទីពឹងក៏នឹកឃើញថាអាត្មាអញត្រូវធ្វើអីមួយដើម្បីជួយសង្គ្រោះដល់សត្វដែលនៅក្នុងព្រៃហ្នឹងហើយអាត្មាអញក៏រស់ជីវិតដែរបាននឹករលឹកដល់គុណព្រះសម្មាសម្ពុទ្ធនឹកដល់គុណគឺសច្ចធម៌នឹកដល់គុណពធហើយក៏បានធ្វើនៅសច្ចកិរិយាលោកពោលថាសន្តិបក្ខាអបតនាសន្តិបាទាអវញ្ញនីមេត្តាបិតាចនិកខន្តាជាតវេតៈបដិកម្មៈប្រែមកវិញថាស្លាបទាំងឡាយរបស់ខ្ញុំមានតែហើរមិនរួចជើងទាំងឡាយរបស់ខ្ញុំមានតែដើរមិនបានមេត្តាបិតារបស់ខ្ញុំបានចាក់ចេញពីខ្ញុំទៅហើយមនាលភ្លើងព្រៃអ្នកចូលជិះចេញទៅដោយអានុភាពនៃសច្ចកិរិយាហ្នឹងភ្លើងដ៏សន្ធោសន្ធៅហ្នឹងគេចចេញពីកន្លែងនៃព្រះអង្គនៅនឹងអាការធ្វើនៅសច្ចកិរិយាហ្នឹងជាសច្ចបារមីរបស់ព្រះសម្មាសម្ពុទ្ធបញ្យើងគួរកត់សម្គាល់ថាការធ្វើសច្ចកិរិយានេះជាទូទៅតែងនឹករលឹកដល់គុណព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយបានពោលនៅពាក្យសច្ចៈប្រកាសនៅការពិតថារឿងហ្នឹងវាអញ្ចឹងមែនដោយសច្ចវិជ្ជានេះសូមឲ្យសេរីសួស្តីកើតមានឲ្យបានរួចផុតពីទុក្ខទោសភ័យអន្តរាយឲ្យភ្លើងនឹងរលត់ទៅក្នុងករណីរឿងវត្តកជាតិដកហ្នឹងប៉ុន្តែតើរឿងហ្នឹងជាការពិតពាក្យហ្នឹងជាពាក្យពិតមែនទើបមានអានុភាពបើពាក្យប្រឡេមប្រឡំបាតដៃក្នុងដៃអត់មានអានុភាពទេរួមផ្សំជាមួយយើងបានធ្វើបុណ្យមកផងអានុភាពនៃបុណ្យផងអានុភាពនៃសច្ចកិរិយាការប្រកាសនៅពាក្យពិតហ្នឹងផងអាចជួយឲ្យយើងបានរួចផុតពីគ្រោះភ័យបានយើងម្នាក់មានសំណាងហើយបានមកកើតជាមនុស្សយើងមើលអ្នកខ្វះបុណ្យទៅកើតជាសត្វដេរឆានរាប់លានរាប់កោតអត់មានឱកាសអាចមកពេញបុណ្យកុសលរៀនសូត្រចេះដឹងមានចំណេះមានជំនាញមានបញ្ញាស្មារតីបានទេប៉ុន្តែយើងអាចផ្លាត់ស្មារតីទៅធ្វើអំពើអាក្រក់ហើយវិលទៅកើតក្នុងកំណើតមិនល្អនឹងវិញហើយរងទុក្ខវិលវល់វែងឆ្ងាយដូច្នេះហើយតនយើងនៅមានអាយុមានបញ្ញាស្មារតីអាចធ្វើបុណ្យបានគួរធ្វើបុណ្យនេះហើយមិនគួរចំណាយពេលធ្វើអំពើអាក្រក់បៀតបៀនមានកម្មមានពៀជាមួយអ្នកដទៃទេពីព្រោះវានឹងនាំមកនៅសេចក្តីទុក្ខមកខ្លួនយើងវិញចុងក្រោយយើងទាំងអស់គ្នាត្រូវត្រឡប់ទៅវិញហើយយើងអត់អាចយកអីទៅបានតិចតួចទេមានតែកម្មដែលយើងបានធ្វើកម្មល្អកម្មមិនល្អហ្នឹងទៅតាមយើងត្រូវព្យាយាមសាងបុណ្យឲ្យបានច្រើនដើម្បីបានជាស្បៀងជាទីពឹងរបស់យើងក្នុងដំណើរសង្សារវដ្តដ៏វែងឆ្ងាយនេះបើខ្វះបុណ្យកុំសត់ដែរបើមានបុណ្យមានកុសលច្រើនយើងមិនសូវមានទុក្ខហើយយើងមានឧបនិស្ស័យនឹងបានរួចផុតពីទុក្ខផងបានត្រាស់ដឹងនៅព្រះនិព្វានក្នុងពុទ្ធសាសនាមាននិយាយពីរឿងយមរាជលែងប្រែតមកក្នុងរយៈពេល15ថ្ងៃភ្ជុំបិណ្ឌនឹងមែនឬក៏អត់มันមានសម្ដែងទេការធ្វើបុណ្យឧទ្ទិសជូនដល់បុព្វការីជននឹងយើងធ្វើពេលណាក៏បានរយៈពេលភ្ជុំបិណ្ឌ15ថ្ងៃនេះជាការបង្កើតឡើងរបស់ពុព្វបុរសខ្មែរយើងដើម្បីឲ្យយើងទាំងអស់គ្នាចេះនឹករលឹកដល់បុព្វការីជនជាដូនជាតាដែលបានស្លាប់ទៅដោយការធ្វើបុណ្យឧទ្ទិសជូនចាំបាច់ត្រូវទៅយកចង្ហាន់ទៅបាន7វត្តបានត្រឹមត្រូវឬក៏យ៉ាងម៉េចការឧទ្ទិសទានដល់ញាតិហ្នឹងមិនចាំបាច់តល់ទៅ7វត្តទេមួយវត្តក៏បានមួយអង្គក៏បានប៉ុន្តែបើមានឱកាសពេលវេលាដើរបានច្រើនវត្តក៏ល្អដែរយើងបានបុណ្យហើយយើងបានបុណ្យហ្នឹងឧទ្ទិសជូនដល់ញាតិយើងក៏បានច្រើនដែរតើប្រគេនឲ្យបានអុជធូបឬក៏អុជធូបឲ្យបានប្រគេនអុជធូបមុនក្រោយមិនជាបញ្ហាទេបើអុជធូបក្អូបទៅក៏ល្អបើមិនជាគ្រាន់តែអុជធូបផ្សែងទេអាត្មាថាមិនចាំបាច់ក៏បានដែរហើយយើងឧទ្ទិសទានអានឹងបានចាំបាច់ថាតលប្រគេនហើយបានយើងឧទ្ទិសទាននឹងដល់ជាដូនជាតាបុព្វការីជនរបស់យើងធ្វើបុណ្យហើយបានឧទ្ទិសបុណ្យនឹងទៅ
បើមិនបានអុជធូបគ្រាន់តែបូជាផ្កាបានឬក៏អត់យើងបូជាទៅផ្កាក៏បានដែរប៉ុន្តែបើមានធូបក្អូបយើងបូជាទៅប៉ុន្តែកុំបូជាច្រើនពេកបូជាមួយស័យអីចឹងបានដែរបើច្រើនពេកទៅវាពុលហើយពេលខ្លះទៅធូបខ្លះអុជចេញតែផ្សែងហ្នឹងមិនគួរទេពីព្រោះការអុជធូបនេះមានទិសដៅមួយគឺបូជាប៉ុន្តែបូជាតរបស់ហ្នឹងវាក៏អូបវាល្អប៉ុន្តែបើគាត់ណាអុជទៅចេញផ្សែងពុលមិនបាច់ក៏បានដែរបងប្រគិនប្រសង់មិនទើបបានត្រឹមត្រូវតាមវិន័យញោមអ្នកប្រគិនគួរចូលទៅគៀកបន្តិចហើយបើលើករបស់នឹងបានក៏លើកហើយបើលើកមិនរួចទេគ្រាន់តែរុញកាល់ទៅធ្វើម៉េចឲ្យកម្រើកហើយប្រសង់ទទួលអានឹងបានលោកឆាន់បានជាពិសេសចង្ហាន់នឹងហ្មងបើញោមគ្រាន់តែដាក់នៅលើតុនឹងហើយអត់បានរុញឲ្យកម្រើកតិចលោកអត់តទទួលទេនឹងលោកឆាន់អត់បានអញ្ចឹងញោមចាំបាច់ធ្វើរុញឲ្យកម្រើកឬក៏លើកបន្តិចហើយញាតិញោមទៅគៀកផងនឹងត្រូវតាមវិន័យលោកឆាន់ទៅអត់មានអាបត្តិអត់មានទោសទេបាទតើយើងគួរឧទ្ទិសទានបែបណាបន្ទាប់ពីប្រគិនចង្ហាន់ហើយយើងផ្គងចិត្តថាសូមឧទ្ទិសទាននេះជូនដល់ជីដូនជីតាបុព្វការីជនបើយើងចេះបល័យបានក៏យើងសូត្រទៅអ៊ីទាំងវោញាតិណាងហោតុសុខិតាហោនតុញាតិយោរីទាននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះបើយើងមិនចេះបល័យទេយើងតាំងចិត្តជាភាសាខ្មែរក៏បានដែរសូមទាននេះសូមបាយសូមទឹកនេះសម្រាប់ដល់ជីដូនជីតាញាតិការបស់ខ្ញុំសូមញាតិការបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះឬក៏យើងជាទូទៅតែងសូត្រសូមជូនមគ្គផលអញ្ចឹងទៅក៏បានសូមឲ្យញាតិនឹងបានទទួលត្រេកអរដឹងឮថាយើងបានឧទ្ទិសទាននេះទៅឲ្យសូមឲ្យលោកទទួលបានបាយទឹកនំចំណីសម្ពុតខោអាវដែលយើងបានឧទ្ទិសជូនទៅមិនកុំភ្លេចរឿងឧទ្ទិសនឹងបើយើងមិនបានឧទ្ទិសគាត់អត់អាចទទួលបានទេតើប្រកាសថាញាតិដែលស្លាប់ទៅនឹងបានទទួលទានដែលយើងឧទ្ទិសនឹងដែរឬក៏អត់ទេមិនប្រកាសថាទទួលបានទាំងអស់ទេញាតិខ្លះទទួលបានញាតិខ្លះទទួលមិនបានជីដូនជីតាដែលបានធ្វើបុណ្យច្រើនគាត់ទៅទេវតាទៅមនុស្សពោះហើយគាត់មានអាហារបរិភោគរបស់គាត់អញ្ចឹងឧទ្ទិសអត់អាចចេញជាបាយជាទឹកបានទេឧទ្ទិសទៅចេញជាបាយជាទឹកជាសម្លៀកបំពាក់បានដល់តែញាតិមួយប្រភេទដែលគាត់ខ្វះបុណ្យទៅកើតជាប្រែតឈ្មោះប្រតតោបជីវិកៈប្រែតដែលរស់នៅអាស្រ័យការឧទ្ទិសបុណ្យពីញាតិនៅក្នុងโลกនេះប្រែតមួយប្រភេទហ្នឹងទទួលផលពីការឧទ្ទិសនឹងបានចុះបើញាតិរបស់ខ្ញុំអត់បានទៅកើតជាប្រែតផងបុណ្យនឹងទៅណាទៅអញ្ចឹងបុណ្យនឹងបានមកយើងអ្នកធ្វើវិញយើងបានថ្វាយទានចំពោះព្រះសង្ឃអ្នកមានសិលយើងដាំពូជមួយរស់ស៊ីធូកើតជាណាមានទ្រព្យសម្បត្តិច្រើនប្រកបមុខរបរអីក៏ងាយនឹងចំណេញដែរតើយើងឧទ្ទិសនឹងឧទ្ទិសអីគេដល់ញាតិដែលស្លាប់ទៅនឹងការឧទ្ទិសនឹងគឺឧទ្ទិសបាយទឹកនំចំណីសម្លៀកបំពាក់នឹងហ្មងអ៊ីទាំងណូញាតិណាងហោតុឬអ៊ីទាំងវោញាតិណាងហោតុហ្នឹងរីសម្ពុតខោអាវបាយទឹកនំចំណីនេះចូលសម្រាប់ដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះអាហ្នឹងយើងឧទ្ទិសបាយទឹកនំចំណីប៉ុន្តែបើយើងចែកបុណ្យអាហ្នឹងយើងអាចចែកបុណ្យទូលំទូលាយបានខ្ញុំសូមចែកបុណ្យឧទ្ទិសបុណ្យនេះជូនដល់ញាតិមិត្តបងប្អូនជីដូនជីតាទេវតាអមនុស្សអីទាំងអស់ឲ្យទទួលបុណ្យពីខ្ញុំអាហ្នឹងគេអាចទទួលត្រេកអរបុណ្យពីយើងញាតិដែលស្លាប់ទៅនឹងអាចបង្ហាញខ្លួនឲ្យយើងឃើញដែរឬក៏អត់ទេញាតិខ្លះគាត់បង្ហាញដែរគាត់នៅមានសេចក្តីអាឡោះអាល័យដូចនៅក្នុងធម្មបទអីមត្តកុណលីទេវបុត្រនឹងចុះមកបង្ហាញខ្លួនឲ្យឪពុកបានដឹងប៉ុន្តែញាតិខ្លះទៅកើតជាប្រែតក៏អាចបង្ហាញខ្លួនដែរសុំជំនួយពីយើងគាត់ស្រេកឃ្លានអត់បាយអត់ទឹកអត់សម្ពុតខោអាវអីចឹងណាហើយអ្នកខ្លះទៅស្លាប់នៅតាមផ្លូវហើយខ្មែរយើងជួយចិត្តហៅខ្មោចលងអីហ្នឹងក៏គាត់អាចនឹងមកសុំឲ្យយើងជួយធ្វើបុណ្យឧទ្ទិសជូនគាត់ប៉ុន្តែយើងជួនកាលអត់ដឹងយើងខ្លាចយើងភ័យយើងថាខ្មោចនឹងកាចអីចឹងទៅពេលខ្លះគ្នាភ័យខ្លាចនៅក្នុងជាតិកំណើតថ្មីហ្នឹងឬក៏គាត់ស្រេកឃ្លានអត់មានបាយទឹកនំចំណីគាត់ស្លាប់ភ្លាមអត់មានធ្វើបុណ្យទុកចឹងណាចឹងយើងជាញាតិឬក៏មិនមែនជាញាតិក៏ដោយយើងអាចធ្វើទានចំពោះព្រះសង្ឃ
អ្នកមានសិលឲ្យឧទ្ទិសកុសលជូនគាត់ទៅគាត់ត្រេកអរគាត់អាចរួចផុតពីកំណើតនឹងបានបើញោមមានសទ្ធាជួយចិត្តចែកទានហើយរួមផ្សំជាមួយនឹងញោមមានសិលមិនចេះបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយចរិយាមារយាទល្អធំធៅកាយវាចាសមរម្យបុណ្យងាយឲ្យផលប្រាថ្នាងាយនឹងបានសម្រេចឧបមាដូចថាក្របពូជនឹងល្អហើយដីនឹងមានជីជាតិមានទឹកគ្រប់គ្រាន់ប្រាថ្នានឹងលឿនមកប៉ុន្តែបើយើងធ្វើទានដែរប៉ុន្តែកាយវាចាយើងច្រឡេះបើច្រឡំខាមដើរនិយាយស្ដីអេចអូចាក់ចុចចរិតរឹកពីអត់ថ្លៃធ្នូប្រាថ្នាមិនងាយបានសម្រេចទេចឹងបើញាតិញោមចង់ឲ្យសេចក្តីប្រាថ្នាបានសម្រេចដោយបំណងត្រូវធ្វើទានផងត្រូវរក្សាសិលផងនៅក្បែរវត្តចេតពុននឹងមានសិទ្ធិម្នាក់ឈ្មោះតោតេយព្រាមមានទ្រព្យច្រើនណាស់ប៉ុន្តែស្អប់ព្រះស្អប់ប្រសង់អត់ធ្វើទានអាសាសិលអីទេដល់ពេលគាត់ចាស់ស្លាប់ទៅចិត្តគាត់រវើរវាយជាប់ជំពាក់នឹងទ្រព្យសម្បត្តិនឹងកូននឹងចៅមិនទៅកើតណាមកកើតជាសំណក់នៅក្នុងផ្ទះរបស់ខ្លួនឯងហ្នឹងកូនគាត់ឈ្មោះសុភមានុបដោយទឹកចិត្តស្រឡាញ់កាលពីនៅរស់ជាឪពុកហ្នឹងមកកើតជាកូនឆ្កែហ្នឹងតាមស្រឡាញ់ស្និទ្ធស្នាលជាមួយកូនប្រុសនឹងខ្លាំងណាស់ពេលសំណក់នឹងធំឡើងព្រះអង្គជ្រាបនិស្ស័យរបស់កូនប្រុសសុភមានុបនឹងក៏និមន្តមកបិណ្ឌបាតអត់ជួបកូនប្រុសទេឆ្កែចេញមកព្រុសព្រះយកបណ្ដោយព្រះអង្គសម្ដែងថាព្រាហ្មណ៍ស្អប់តថាគតតាំងពីនៅជាមនុស្សឥឡូវមកកើតជាសំណក់ឯនៅស្អប់តថាគតទៀតសុភមានុបនឹងដឹងខឹងព្រះអង្គខឹងថាមើងងាយឪពុកខ្លួនឯងព្រោះឪពុកខ្លួនឯងតាមសាសនាគេនឹងទៅកើតជាព្រំបាត់ហើយមិននៅជាសំណក់អញ្ចឹងទេបានព្រះអង្គឲ្យសុភមានុបនឹងសាកល្បងថាតើសំណក់នឹងជាឪពុករបស់ខ្លួនមែនអត់ឲ្យងូចទឹកឲ្យស៊ីបាយឲ្យដេកហើយទៅសួរថាលោកឪពុកមានកំណប់ដែលលោកឪពុកអត់ទាន់ប្រាប់កូនទេបានសំណក់ហ្នឹងទៅកកាយកលែងកប់កំណប់មានស្បែកជើងមាសមានថាសមាសមានថាសប្រាក់អីជាដើមហ្នឹងណាដល់ទៅគាស់ទៅរកឃើញមែនតែអញ្ចឹងសុភមានុបហ្នឹងចាប់ផ្ដើមមានសេចក្តីជ្រះថ្លាធ្វើទានរក្សាសិលជាមួយព្រះសម្មាសម្ពុទ្ធចាប់ពីពេលហ្នឹងមកអញ្ចឹងបានថាទ្រព្យសម្បត្តិហ្នឹងយើងប្រើប្រាស់បានក្នុងបច្ចុប្បន្នជាតិហ្នឹងឯងបើយើងអត់បានធ្វើទានដើម្បីបានជាទីពឹងនេះទ្រព្យហ្នឹងកូនគេយកអស់ហើយអញ្ចឹងរំលែកទ្រព្យធនរបស់យើងខ្លះធ្វើជាទានថ្វាយដល់ព្រះសង្ឃជួយដល់អ្នកដែលត្រូវការប្រយោជន៍សាធារណៈស្ពានថ្នល់សាលារៀនអីចឹងទៅបុណ្យនឹងបានមកយើងហើយបុណ្យនឹងជួយយើងឲ្យបានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងផងទៅក្នុងអនាគតជាតិផងបើមិនចឹងទេគេយកអស់យើងអត់បានប្រយោជន៍ពីទ្រព្យនឹងឯពេលដែលយើងស្លាប់ទៅពេលមួយនោះអនាថបិណ្ឌកសេដ្ឋីគាត់រកស៊ីខាតគេខ្ចីលុយម្សងទ្រព្យសម្បត្តិកប់ហ្នឹងក៏ទឹកគួចយកទៅគាត់ធ្លាក់ខ្លួនក្រឃើញសេដ្ឋីធ្លាក់ខ្លួនទេវតានៅផ្ទះគាត់ហ្នឹងចេញមកបដៅសេដ្ឋីតែឃើញលោកសេដ្ឋីធ្វើបន់ច្រើនពេកជាមួយនឹងពុទ្ធនឹងវិខុសង្ឃបានធ្លាក់ខ្លួនក្រកុំធ្វើបន់ច្រើនពេកលោកសេដ្ឋីជាអរិយបុគ្គលលោកច្បាស់ក្នុងកិច្ចការងារបន់កុសលច្អល់មុខទេវតាពីអ្នកខ្ចីម្សងនឹង18កោដកហបណៈទឹកគួចទៅនឹង18កោដទ្រព្យសម្បត្តិអត់មានម្ចាស់ហ្នឹង18កោដសរុបទៅ54កោដស្មើនឹងតម្លៃដែលគាត់កសាងវត្តចេតមានទឹកចិត្តករណាអាណិតដល់ញាតិទាំងអស់របស់ព្រះអង្គនៅក្នុងស្រះទឹកហ្នឹងព្រះអង្គពិចារណាថាតើធ្វើម៉េចអាចជួយញាតិរបស់ព្រះអង្គបានព្រះអង្គជាសត្វត្រីដូចគ្នាមិនអាចនឹងទៅដឹកជញ្ជូនញាតិមិត្តអីណាបានអញ្ចឹងក៏ព្រះអង្គពិចារណាថាមានតែអញប្រកាសនៅសច្ចកិរិយាការប្រកាសនៅពាក្យពិតដោយអានុភាពនៃការប្រកាសនៅពាក្យពិតនេះនឹងអាចជួយរំដោះញាតិមិត្តរបស់ព្រះអង្គបានក៏ព្រះអង្គពោលថាតាំងពីថាគតដឹងខ្លួនដឹងក្តីពីពេលណាមកថាគតមិនដែលបៀតបៀនសត្វណាមួយឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចោះម្នាលមេឃអ្នកចូលបង្អុរភ្លៀងមកចូលញ៉ាំងកំណប់ទ្រព្យរបស់សត្វក្អែកឲ្យវិនិច្ឆ័យទៅចូលញ៉ាំងសត្វក្អែកឲ្យសោកសោកចូលញ៉ាំងពពួកត្រីនេះឲ្យរួចផុតពីសេចក្តីសោកមេឃក៏ភ្លៀងចុះមកភ្លាមទៅត្រីនឹងក៏រួចផុតពីទុក្ខទោសដោយអានុភាពនៃការប្រកាសនៅសច្ចកិរិយាការប្រកាសនៅសច្ចបារមីរបស់ព្រះពោធិសត្វអានុភាពនៃការប្រកាសនៅពាក្យពិតពាក្យសច្ចៈអាចនាំមកនៅសេរីសួស្តីរួចផុតពីទុក្ខភ័យបានប៉ុន្តែទល់ថាវាជារឿងពិតមែនដោយដែលត្រីព
ពោធិសត្វហ្នឹងលោកថាតាំងពីដឹងក្តីមកមិនដែលបៀតបៀនជីវិតអ្នកណាសោះឡើយដោយអានុភាពនៃសច្ចវាចាពាក្យពិតនេះសូមឲ្យរួចផុតពីទុក្ខភ័យអាចសម្រេចបានមែនភ្លៀងធ្លាក់មកឲ្យត្រីទាំងអស់ដែលជាញាតិរបស់ព្រះអង្គហ្នឹងបានរួចផុតពីគ្រោះភ័យបានសម័យពុទ្ធកាលមានក្សត្រមួយអង្គឈ្មោះពោធិរាជកុមារលោកអត់មានបុត្រហើយចឹងលោកកសាងប្រាសាទហើយក៏និមន្តព្រះពុទ្ធមកឆ្លងហើយក៏ក្រាកម្រាលពណ៌សតាំងចិត្តថាសូមឲ្យព្រះអង្គជន់ហើយសូមឲ្យខ្លួនមានកូនហើយព្រះអង្គអត់ជន់ព្រះអង្គដឹងអំពីបំណងរបស់ម្ចាស់ប្រាសាទគេមុនពីបេដងក៏អត់ជន់រហូតដល់ឲ្យគេដកកម្រាលនឹងចេញទៅព្រះអង្គជ្រាបថាបើទោះជាព្រះអង្គមុនជន់ទៅក៏ពោធិរាជកុមារនឹងអត់មានបុត្របានដែរដោយសារពីរនាក់ប្តីប្រពន្ធនឹងធ្លាប់មានបាបកម្មពីអតីតជាតិមកលួងទឹកជាប់នៅលើកោះហើយក៏បរិភោគតែសុទ្ធសត្វដែលនៅលើកោះនឹងតាំងពីនៅវ័យមានកម្លាំងកំហែងរហូតដល់ចាស់ជរាសុទ្ធផងកូនផងអីផងអញ្ចឹងទៅមានបាបកម្មពីវរាជាមួយនឹងកូនសត្វហ្នឹងធ្វើឲ្យខ្លួនឯងមានទ្រព្យមានសម្បត្តិកំណើតជាក្សត្រប៉ុន្តែអត់អាចមានបុត្រទៅបាននឹងកម្មដែលយើងធ្វើហ្នឹងចុងក្រោយវាធ្លាក់មកលើយើងវិញហេតុអីចាំបាច់យកប្រតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកដោយសារជីវិតយើងនឹងមានទុក្ខកង្វល់ច្រើនទុក្ខផ្លូវកាយផងទុក្ខផ្លូវចិត្តផងជ្រាភាធិមរណៈផងបរតនត្រ័យពុទ្ធពធព្រះសង្ឃនឹងជួយបង្ហាញផ្លូវថាផ្លូវនេះនាំមកនៅសេចក្តីចម្រើនផ្លូវនេះនាំឲ្យកើតទុក្ខពុទ្ធជាម្ចាស់ជាអ្នកនាំផ្លូវជាគ្រូហើយប្រធរហ្នឹងជាផែនទីសម្រាប់យើងដើរព្រះសង្ឃហ្នឹងជាអ្នកដើរមុនដូចថាត្រួសត្រាយមានស្នាមសម្រាប់យើងដើរតាមខាងក្រោយចឹងយើងយកបរតនត្រ័យជាទីពឹងទីរលឹកហ្នឹងមិនមែនទៅបែបបន់សុំអីទេគឺបានបរតនត្រ័យហ្នឹងជាអ្នកបង្ហាញផ្លូវត្រូវក្នុងជីវិតហ្នឹងដើម្បីឲ្យជីវិតហ្នឹងបានសុខទីបំផុតបានរួចផុតចាកទុក្ខបើបងប្អូនមិនទាន់កាន់សិលបានទេត្រឹមតែទទួលយកពុទ្ធពធព្រះសង្ឃបរតនត្រ័យជាទីពឹងទីរលឹកយើងយកជាត្រីវិស័យសម្រាប់ដើរតាមប៉ុណ្ណឹងក៏បានបន់ច្រើនដែរហេតុអីបានវាសនាមនុស្សខុសគ្នាអ្នកធ្វើទៀនចិត្តទលាយរស៊ីធូកើតជាតិណាកើតក្នុងតកូលធូធាមនុស្សចិត្តកំណាញ់ស្វិតរស៊ីតឹងកើតជាតិណាក្រទ្រព្យសម្បត្តិអ្នកជួយចិត្តខឹងគេកើតជាតិណាមុខអក្រក់អ្នកមានចិត្តធ្ងន់ចិត្តត្រជាក់មិនងាយខឹងកើតជាតិណារូបស្អាតតាំងពីឥឡូវទៅអ្នកជួយចិត្តចំណែនគេមិនងាយបានធ្វើធំទេព្រោះមិនចង់ឲ្យគេធ្វើធំយើងដាំពូជតូចទៀតអ្នកដែលចេះត្រេកអរនឹងគេមាននឹងគេបាននឹងងាយនឹងបានឡើងធ្វើធំដោយសារចិត្តទលាយអ្នកជួយចិត្តវេកតធៈអ្នកដតីដាំពូជឈឺច្រើនអ្នកដែលចេះជួយសង្គ្រោះពេលគេមានទុក្ខលំបាកដាំពូជសុខភាពល្អមិនងាយឈឺអ្នកដែលបៀតបៀនសម្រាប់ជីវិតអ្នកដតីដាំពូជអាយុខ្លីអ្នកដែលរក្សាសិលនឹងដាំពូជអាយុវែងអ្នកដែលចេះគោរពកោតក្រែងអោនលំទោនចំពោះចាស់ទុំអ្នកដែលមានវ័យច្រើនជាងឬក៏អ្នកដែលមានគុណធម៌ជាងដាំពូជកើតក្នុងតកូលខ្ពង់ខ្ពស់អ្នកដែលចៅម៉ើងឆ្មងឆ្មៃមើងងាយគេឯងក្អើតកតមកើតជាតិណាកើតក្នុងតកូលតូចទាបកម្មគឺការងារដែលយើងធ្វើនឹងធ្វើឲ្យវាសនាមនុស្សនឹងខុសគ្នាពនាងម៉ាលិកាជាមហេសីរបស់ព្រះបាទបសិន្ទិកោសលនៅឥណ្ឌាតូចចិត្តរឿងចេះទេថាខ្លួនឯងជាមហេសីមានឋានៈធំសម្បត្តិលុយកាក់នោះចាយមិនឈ្នះប៉ុន្តែរូបវាមិនទៅស្អាតហើយក៏ទៅថ្វាយគុំព្រះអង្គថាមានអីជាហេតុជាបច្ច័យនាំឲ្យស្ត្រីខ្លះហ្នឹងរូបមិនស្អាតប៉ុន្តែឋានៈបុណ្យស័ក្តិធំហើយមានប្រាក់មានទ្រព្យនឹងចាយច្រើនបានព្រះអង្គសម្ដែងស្ត្រីពួកខ្លះហ្នឹងជួយចិត្តខឹងងើមួម៉ៅឆេវឆាវតែជាអ្នកចូលចិត្តធ្វើទៀនតែខ្មែរយើងចូលចិត្តនិយាយថាមាត់អាក្រក់ប៉ុន្តែចិត្តល្អអញ្ចឹងមានអីចែកហើយប៉ុន្តែមួម៉ៅឆេវឆាវនងណាំងហើយជាស្ត្រីដែលមិនចេះចំណែនគេទេគេមានគេបានគេល្អអីអើយឲ្យគេល្អចាស់ចិត្តនឹងស្រឡះទលាយមិនចង្អៀតទេអញ្ចឹងកម្មដែលបុគ្គលនឹងបានធ្វើខឹងច្រើននាំឲ្យរូបមិនស្អាតចូលចិត្តធ្វើទៀននាំឲ្យមានទ្រព្យមានលុយមានកាក់ចាយច្រើន
មិនចេះចំណែននាំឲ្យបានមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ដោយនាងម៉ាលីកាអញ្ចឹងបាននាងនឹងថ្វាយគុំព្រះអង្គឆ្លើយច្រើនប៉ុន្តែចំណុចនឹងមួយបញ្ជាក់ឲ្យនាងម៉ាលីកាទទួលថាអូអរគុណឲ្យព្រះអង្គទូលគុំខ្ញុំកណានេះពីដើមមកខឹងច្រើនទើបរូបមិនស្អាតតែចូលចិត្តធ្វើទានបានមានទ្រព្យច្រើនមានសម្បត្តិច្រើនហើយមិនចេះចំណែនគេទើបមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់តើអមនុស្សមានមែនឬទេអមនុស្សមានមែនអមនុស្សប្រែមកវិញថាមិនមែនមនុស្សអមនុស្សមានពីរអមនុស្សឋានៈទាបនិងអមនុស្សឋានៈខ្ពស់អមនុស្សឋានៈទាបដូចជាប្រែតនរកដេឆានសូរកាយយើងហៅថាខ្មោចព្រាយបិសាចដែលត្រូវទទួលផលនៃបាបកម្មស្រេកឃ្លានទុកលំបាកពពួកនរកប្រែតអសូរកាយហ្នឹងអាចនៅជាមួយយើងហ្នឹងក៏មានហើយពេលខ្លះគេបង្ហាញខ្លួនឲ្យយើងឃើញហើយធ្វើឲ្យយើងភ័យខ្លាចទៀតគឺមានប៉ុន្តែពេលខ្លះគេមកដើម្បីសុំយើងឲ្យធ្វើបុណ្យឧទ្ទិសឲ្យគេហ្នឹងក៏មានដែរគេមិនមែនមកបន្លាចយើងទាំងអស់ទេចំណែកអមនុស្សឋានៈខ្ពស់ទេវតារុក្ខទេវតាអារក្ខទេវតាទេវតាចាតុមហារាជការតៅតឹងសាយាមៀឡើងលើខ្ពស់ខ្ពស់ទៅបុណ្យគេខ្ពស់គេមានសេចក្តីសុខច្រើនជាងយើងអាយុគេវែងជាងយើងមានរិទ្ធច្រើនជាងយើងអញ្ចឹងទៅទេវតាឋានៈតូចទាបនៅផ្ទះយើងហៅជានាងផ្ទះឬក៏នៅដើមឈើយើងហៅរុក្ខទេវតានៅនឹងតាមផ្លូវតាមព្រៃតាមភ្នំអីយើងហៅថាអារក្ខទេវតាទេវតាខ្លះនៅនឹងទឹកគេហៅអរិយទឹកចឹងក៏មានពួកទេវតាហ្នឹងអាចជួយបីបាច់ថែអាសាយើងដែរបើយើងជាមនុស្សល្អត្រឹមត្រូវមានកតញ្ញូដឹងគុណម៉ែឪហើយមានចិត្តល្អមានមេត្តាយើងជូតបុណ្យជូនកុសលដល់គេគោរពបូជាគេខ្លះចឹងណាប៉ុន្តែយើងមិនដឹងថាមួយណាជាមួយណីទេព្រោះយើងមើលមិនឃើញគេមិនបានឲ្យយើងមើលអត្តសញ្ញាណប័ណ្ណថាគេជាទេវតាឋានៈខ្ពស់ឬក៏ទេវតាឋានៈទាបអញ្ចឹងបងប្អូនកុំសូវចេះហៅអមនុស្សខ្មោចចូលពេកព្រោះយើងមិនដឹងមិនស្គាល់គេផងមិនដឹងមួយណាជាមួយណីពួកអមនុស្សហ្នឹងអាចជួយយើងឬអាចបន្លាចយើងដែរបើយើងធ្លាប់ជាប់ជាសាច់ញាតិជាបងជាប្អូនមានបុណ្យកុសលជាមួយអញ្ចឹងទៅគេអាចជួយយើងបើតែបើយើងមានគំនុំគុំគួនមួយគេទៅគេអាចបន្លាចយើងទៅដែរយើងមានតែផ្សាយមេត្តាឧទ្ទិសកុសលសូមឲ្យអស់លោកបានសេចក្តីសុខចុះហើយរកបុណ្យរកកុសលមករក្សាខ្លួនយកបរតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងទាលលើករក្សាសិលចម្រើនមេត្តាទៅយើងមានបុណ្យមានកុសលអញ្ចឹងពួកអមនុស្សហ្នឹងក៏មិនងាយបៀតបៀនយើងបានដែរតើពាក្យថាអហោសិកម្មបានន័យដូចម្ដេចអហោសិកម្មក្នុងន័យទូទៅមានន័យថាលែងយកទោសយកបៃលែងចងកម្មពៀជាមួយអញ្ចឹងប៉ុន្តែមិនប្រកាសថាបុគ្គលនឹងរួចផុតពីផលនៃកម្មទេណាយើងឯអ្នកផុតទៅព្រោះយើងអត់ចងកម្មពៀមួយគាត់ណាប៉ុណ្ណឹងក្នុងន័យទូទៅឯងក្នុងន័យអភិធម្មអហោសិកម្មមានន័យថាកម្មហ្នឹងវាអត់មានពេលឲ្យផលវាឧបមាដូចថាពូជហ្នឹងវាស្អុយទៅវាហួស delay ហួសពេលវេលាឲ្យផលកម្មតិចតួចណានៃអញ្ចឹងទៅយើងធ្វើហើយទៅវាមានកម្មអីផ្សេងមកមុនទៅហើយអញ្ចឹងកម្មហ្នឹងអត់មានពេលឲ្យផលហួសពេលឲ្យផលក៏គេហៅអហោសិកម្មឬក៏មួយទៀតបុគ្គលដែលបានសម្រេចជាព្រះអរហន្តអញ្ចឹងលែងមានជាតិកំណើតទៅទៀតហើយអញ្ចឹងកម្មវាទៅលែងរួចទៀតវាព្រោះអត់មានម្ចាស់ទៅទទួលផលកម្មហ្នឹងដូចអង្គុលីមាលអីចឹងប៉ុន្តែពេលលោកនៅរស់លោកទទួលផលកម្មដែរប៉ុន្តែដល់ពេលបរិនិព្វានលែងមានជាតិកំណើតកម្មហ្នឹងវាអស់ទៅនឹងដែរមួយទៀតសកម្មភាពរបស់ព្រះអរហន្តព្រះសម្មាសម្ពុទ្ធអីជាដើមហ្នឹងទោះជាអំពើនោះចាត់ទុកថាជាអំពើល្អមានចិត្តមេត្តាករុណាទេសនាជួយបដិបត្តិប៉ុន្តែកម្មនឹងមិននាំឲ្យមានផលទៅទៀតពីព្រោះព្រះអង្គលែងកើតទៅទៀតហើយក៏ជាអហោសិកម្មដែរអ្នកដែលជួយចិត្តចែកទានដាំពូជមួយរស់ស៊ីធូកើតជាតិណាម៉ែឪមានទ្រព្យសម្បត្តិច្រើនបើរស់ស៊ីអីក៏ងាយនឹងចំណេញដែរប៉ុន្តែបើគាត់ធ្វើទៅទានហើយអត់រក្សាសិលគាត់អាចកើតក្នុងកំណើតអត់ល្អពីព្រោះការរក្សាសិលនាំឲ្យបានកើតក្នុងសុគតិភពជាមនុស្សឬក៏ជាទេវតាអញ្ចឹងបើគាត់ធ្វើតែទានអាចទៅកើតជាសំណក់អីចឹងទៅប៉ុន្តែមានអ្នកមានសេដ្ឋីអុកញ៉ាយកទៅចិញ្ចឹមនៅសើផ្ទះវិឡាជីសើឡានរយអញ្ចឹងប៉ុន្តែខ្លួនឯងជាសំណក់ទេអញ្ចឹងបើយើងធ្វើទានផងយើងរក្សាសិលផងយើងមានទាំងទ្រព្យយើងបានកើតក្នុងកំណើតល្អទៀតប៉ុន្តែបើគាត់រក្សាតែសិលទេអត់សូវបានធ្វើទានណា
កើតមកជាមនុស្សជាទេវតាប៉ុន្តែក្រីក្រទ្រព្យសម្បត្តិសូម្បីតែកើតជាទេវតាខ្លះអត់មានអាហារបរិភោគហូបទេដើររើសរបស់របរគេខាកគេស្ដោះឬក៏កតិចកទីបាយទឹកគេចោលណាទេវតាដែលខ្សោយបុណ្យណាមានតែបុណ្យនាំឲ្យទៅកើតជាទេវតាប៉ុន្តែខ្វះបុណ្យនាំឲ្យមានបាយទឹកនំចំណីហ្នឹងមិនបាច់ចាំបាច់តែមនុស្សទេទេវតាខ្លះក៏ក្រីក្រដែរដោយសារអត់សូវបានធ្វើទានមុននឹងស្លាប់ហ្នឹងមនុស្សយើងហ្នឹងកាន់យកអារម្មណ៍3ប៉ិនយកតែមួយឯងទី1លោកហៅថាកម្មអារម្មណ៍មានន័យថានឹកដល់អំពើដែលយើងធ្លាប់ធ្វើកន្លងមកបើនឹកដល់បុណ្យទៅឃើញរាប់បាតប្រសងឃើញហេតុកឋិនឃើញជួយគេជួយឯងចឹងសប្បាយចិត្តបានទៅកាន់ឋានសួគ៌បើនឹកឃើញកាប់សម្លាប់ជាបតិចខ្ចីលុយគេមសងអីទៅហ្នឹងធ្លាក់នរកធ្លាក់ប្រែទៅព្រោះនឹកទៅវាសៅហ្មងចិត្តទី2លោកហៅថាកម្មនិមិត្តអារម្មណ៍មានន័យថាកម្មហ្នឹងវានិមិត្តរបស់ឲ្យឃើញបើយើងធ្លាប់ហេតុកឋិនហ្នឹងឃើញបាតឃើញជីវរឃើញត្រៃឃើញលៀងទៅហើយបើយើងធ្លាប់កាប់សម្លាប់គេឃើញដាវឃើញលំពេងហោះមកវឺតទៅយើងភ័យហើយតែយើងភ័យធ្លាក់ក្នុងអបាយភូមិហើយទី3កតិនិមិត្តអារម្មណ៍មានន័យថាជាតិកំណើតនឹងយើងត្រូវទៅកើតណាវាប្រកាសមកយើងនឹងបើត្រូវទៅកើតជាទេវតាឃើញវិមានឃើញប្រាសាទឃើញទេវបុត្រឃើញទេពធីតាអញ្ចឹងទៅបើកើតជាមនុស្សឃើញកូនងាឃើញស្ត្រីមានផ្ទៃពោះឃើញយល់រឹងកូនងាអញ្ចឹងទៅហើយបើថាត្រូវធ្លាក់ទៅក្នុងអបាយភូមិបាបឲ្យផលឃើញនរកឃើញប្រែតឃើញយមរាជឃើញយមបាលព្រៃស្មសានកន្លែងគួរឲ្យភ័យខ្លាចអញ្ចឹងហើយមុននឹងស្លាប់ហ្នឹងមនុស្សយើងហ្នឹងសពសត្វហ្នឹងកាន់យកអារម្មណ៍ណាមួយក្នុងអារម្មណ៍ទាំង3ហ្នឹងយើងបានមកកើតជាមនុស្សនេះយើងសើមានបុណ្យចាស់មកប៉ុន្តែយើងត្រូវការធ្វើបុណ្យថ្មីដើម្បីឲ្យបុណ្យចាស់ហ្នឹងវាមានកម្លាំងនៅក្នុងធម៌លោកហៅឧបត្ថម្ភកកម្មបុណ្យថ្មីជួយឧបត្ថម្ភគ្រប់គ្រងបុណ្យចាស់យើងឲ្យបានចម្រើនឧបមាងាយស្ដាប់ទៅចោះថាបុណ្យចាស់យើងមាន5យើងមានបុណ្យថ្មី3 4ទៅវាបាន7 8 9អញ្ចឹងបើយើងអត់បានធ្វើបុណ្យថ្មីទេវាខ្សោយកម្លាំងឧទាហរណ៍ថាដើមឈើហ្នឹងវាចាស់ទៅវាមិនសូវមានផលផ្លែផ្កាល្អបុណ្យថ្មីអំពើល្អថ្មីការចិញ្ចឹមមេត្តាបិតាធ្វើទានសាសើរស្ដីព្យាយាមហ្នឹងអាចបើកទ្វារឲ្យបុណ្យចាស់ដែលវារកផ្លូវឲ្យផលមិនឃើញហ្នឹងវាឲ្យផលអញ្ចឹងដើម្បីឲ្យជីវិតរបស់យើងដែលវាជាផលនៃបុណ្យហើយនេះឲ្យវាបានចម្រុងចម្រើនទៅកុំភ្លេចធ្វើបុណ្យថ្មីថែមហើយធ្វើបុណ្យថ្មីធ្វើបុណ្យតិចតួចក៏ដោយប៉ុន្តែធ្វើបុណ្យញឹកញយកុំចាំបាច់ថាអញធ្វើអ្នកមានសិនចាំធ្វើបុណ្យមិនមែនទេគាត់ថ្វាយផ្កាថ្វាយគុំព្រះបោះជ្រះវត្តចាំម៉ែចាំឪមើលថែគាត់ដោយកាយចិត្តទុកដាក់ហ្នឹងបុណ្យហ្នឹងវាជួយឲ្យជីវិតហ្នឹងបានប្រសើរខ្ពង់ខ្ពស់បើបុណ្យចាស់យើងតិចកុំតូចចិត្តកុំច្នៃគេផឹងធ្វើបុណ្យថ្មីថែមអាហ្នឹងបានជួយឲ្យជីវិតយើងបានប្រសើរទៅមុខការងារមួយដែលប្រសង់យើងមិនគួរមើលម្លងបន្ទាប់ពីយើងសូត្រមន្តការក្តីឡើងផ្ទះក្តីចម្រើនបញ្ជូនក្តីសង្ឃទានក្តីឬក៏ពេលញាតិញោមយកចង្ហាន់មកវត្តអីហ្នឹងគឺឲ្យអាវ៉ាតខ្លីឲ្យកូនឲ្យចៅជំនាន់ក្រោយហ្នឹងបានស្ដាប់ធម៌អាយល់ចូលចិត្តទៅគេគិតថាអូពុទ្ធសាសនាហ្នឹងមានប្រយោជន៍សម្រាប់ជីវិតគេជួយឲ្យគេបានសុខអញ្ចឹងគេជួយបន្តអាយុពុទ្ធសាសនាហ្នឹងទៅមុខទៀតសម័យពុទ្ធកាលពេលព្រះអង្គទៅបិណ្ឌបាតទៅព្រះអង្គតែងទៅពយល់ណែនាំហើយបើនៅក្នុងសាលាឆាន់ពេលព្រះសង្ឃមុនឆាន់ហើយគឺមានការសម្ដែងធម្មទេសនាឲ្យពុទ្ធបរិស័ទបានស្ដាប់ចឹងទៅជាទូទៅចឹងហ្មងចឹងពុទ្ធបរិស័ទហ្នឹងមិនមែនត្រឹមតែបានតែស្ដាប់ការសូត្រធម៌ទេគឺស្ដាប់ការពន្យល់ធម៌ទៀតធ្វើឲ្យគាត់ជ្រះថ្លាក្នុងពុទ្ធសាសនាហ្នឹងកាន់តែក្រៃលែងឡើងបើមានគេសួរទៅពុទ្ធសាសនាពង្រៀនពីអីយើងអាចឆ្លើយខ្លីក៏បានដែរទី1ព្រះអង្គឲ្យយើងជៀសផុតអំពីអំពើអាក្រក់អំពើបាបទី2ព្រះអង្គឲ្យយើងសន្សំបុណ្យសន្សំអំពើល្អឲ្យបានច្រើនទី3ព្រះអង្គឲ្យយើងសម្អាតចិត្តឲ្យបានស្អាតកុំឲ្យមានកិលេសលោភៈទោសៈមោហៈនឹងវាច្រើនពេកសម្អាតទីម្ដងរហូតដល់ចិត្តនឹងស្អាតបានត្រាស់ដឹងនៅព្រះនិព្វានលែងមានទុក្ខទៀតហើយជាងអវាទទាំង3ហ្នឹងជាសេចក្តីសង្ខេបនៃពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ
ពេលយើងកើតក្នុងផ្ទៃម្ដាយកម្មមួយហ្នឹងវាកំណត់ឲ្យយើងរស់នៅបាន10 20 30ឬក៏70 80ឆ្នាំប៉ុន្តែយើងរស់នៅបានប៉ុណ្ណឹងឬមិនបានអាស្រ័យយើងរៀបចំជីវិតពេលបច្ចុប្បន្នបើយើងផឹករាល់ថ្ងៃលើកដាច់រហូតហូបអីមិនចេះគិតហើយអត់សូវដេកអត់សូវពួនជក់គ្រឿងញៀនឬក៏ពិបាកចិត្តតឹងទ្រូងរាល់ថ្ងៃអានឹងអាយុអត់វែងអាយុយើងត្រូវនៅបាន80ឆ្នាំផឹកច្រើនពេកនៅសល់50អីចឹងទៅឬក៏ពិបាកចិត្តពេកកើតទុកមុខជាំទៅស្គមរីងរៃអាយុខ្លីដោយសារពិបាកចិត្តហ្នឹងគឺកូនក្មួយយើងខ្លះសបាយពេកបរហោះទៅម៉ូតូប៉ណ្ណាំងទៅជាមួយកង់ឡានហើយអ្នកខ្លះអត់ចេះពាក់មួកសុវត្ថិភាពអីទេឬក៏ជក់បរិយជក់វ៉ែបហូបចុកអីទៅប្រទេសទៅប្រដាស់ទៅអាហ្នឹងខាតអាយុយើងហើយចង្គៀងហ្នឹងវាឆាប់អស់ព្រេងហ្មងត្រូវរស់នៅបានដល់70 80ឆ្នាំត្រូវស្លាប់តាំងក្មេងអាយុ10 20ឆ្នាំហ្នឹងក៏សឹងតែបានដែរកម្មហ្នឹងវាចូលមកកាត់ផ្ដាច់ជីវិតរបស់យើងពេលខ្លះអាយុយើងនឹងត្រូវរស់បានយូរប៉ុន្តែសកម្មភាពយើងនឹងវាធ្វើឲ្យអាយុនឹងខ្លីចុះមកអញ្ចឹងកុំបន្ទោសកម្មចាស់ពេកពេលខ្លះយើងធ្វើកម្មថ្មីមិនល្អធ្វើឲ្យយើងអាយុខ្លីប៉ុន្តែមានអ្នកខ្លះដែរមានបាបកម្មពីអតីតណាមកមិនបានធ្វើអីអាក្រក់ប៉ុន្តែគាត់ត្រូវអស់ជីវិតក៏មានដែរឧបមាថាកម្លាំងបាបពីអតីតមកវាមាន100ប៉ុន្តែបុគ្គលនឹងបច្ចុប្បន្នផឹងធ្វើបុណ្យចំម៉ែចំឪធ្វើទានសាសិលចម្រើនភាវនាច្រើនទៅកម្លាំងបុណ្យនឹងវាជួយទប់ស្កាត់បាបបានខ្លះដែរឧបមាដូចថាសម្លនឹងវាប្រៃហើយបានដាក់ទឹកទៅវារៀងសាបទៅវាមិនមក100%ហ្មងបុណ្យដែលវាទៅជួយទប់ស្កាត់បាបនឹងលោកហៅថាឧបបិលកកម្មបុណ្យនឹងទៅជ្រៀតបៀតបាបហ្នឹងអំពើបាបអំពើអាក្រក់គាត់វាទៅជ្រៀតបៀតបុណ្យដែរឧបមាថាគាត់កំពុងរហស៊ីឡើងឋានៈបុណ្យស័ក្តិខ្ពងពោះប៉ុន្តែច្រឡំពេលមួយនោះផឹកស្វឹងដកភ្លើងបាញ់គេទូងទៅអស់លីងជាប់គុកជាប់ច្បាក់ទៀតអាហ្នឹងបាបទៅជ្រៀតបៀតបុណ្យម្ដងចុះឃើញធ្លាប់ឮមកថាបាបបុណ្យស៊ីសងគ្នាមិនបានទេបាបដែលយើងធ្វើហើយនឹងយើងលុបវាមិនបានទេប៉ុន្តែកម្លាំងបុណ្យដែលយើងធ្វើថ្មីហ្នឹងវាអាចជួយទប់ស្កាត់សម្រាលបាបនឹងបានខ្លះដែរដូចជាក្នុងរឿងព្រះបាទជាតិសត្រូវដែលសម្លាប់បិតាខ្លួនឯងត្រូវអនរយកម្មត្រូវធ្លាក់ក្នុងអវិជ័យមហានរកជ្រៅប៉ុន្តែពេលដែលលោកនៅមានបច្ចុប្បន្នហ្នឹងលោកធ្វើបុណ្យច្រើនណាស់ទំនុកម្រងព្រះសម្មាសម្ពុទ្ធភិក្ខុសង្ឃឧបត្ថម្ភសង្ឃានាបុណ្យហ្នឹងជួយសម្រាលមិនឲ្យធ្លាក់ទៅក្នុងអវិជ័យនរកទេត្រឹមតែលោហៈគុម្ភីនរកប៉ុន្តែវាស្រាលជាងបន្តិចឧបបិលកកម្មអាចបន់ចូលទៅបៀតបៀនបាបឬក៏អាចបាបថ្មីនឹងចូលទៅកាត់បន្ថយបន់វិញនៅក្នុងវិធុរៈជាដកមាននិយាយពីកដុំពី4នាក់ជាសម្លាញ់នឹងគ្នាគាត់តែងតាថ្វាយទានដល់លោកតាបោះ4អង្គហើយលោកតាបោះហ្នឹងពេលឆាន់ត្រង់ហើយគាត់ទៅសម្រាកនៅនឹងទីកន្លែងផ្សេងគ្នាលោកតាបោះមួយទៅសម្រាកនៅឋានត្រៃត្រង់លោកតាបោះមួយនៅឋានវិជុងនេះលោកតាបោះមួយនៅគ្រុឌវិមានរបស់គ្រុឌលោកតាបោះមួយនៅឧទ្យានរបស់ព្រះរាជាហើយត្រឡប់មកវិញក៏រាយរាប់ពីទីកន្លែងវិជុងនេះហ្នឹងវាស្អាតអញ្ចេះនៅឋានត្រៃត្រង់ហ្នឹងវាស្អាតអញ្ចេះវិមានរបស់គ្រុឌនឹងស្អាតអញ្ចេះប្រាសាទរបស់ព្រះរាជានឹងស្អាតអញ្ចេះក៏ដុំពីម្នាក់នឹងឮតបោះនិយាយពីកន្លែងនឹងអញ្ចឹងក៏តាំងចិត្តប្រាថ្នាថាដោយអានុភាពនៃបុណ្យដែលខ្ញុំបានធ្វើហើយនេះសូមឲ្យបានទៅកើតនៅកន្លែងហ្នឹងរៀងខ្លួនណាដោយបុណ្យកុសលដែលបានធ្វើហ្នឹងបានទៅកើតនៅកន្លែងហ្នឹងដោយប្រាថ្នាមែនអាហ្នឹងតើលោកធ្វើទានផងលោករក្សាសិលផងបុណ្យកុសលហ្នឹងនាំឲ្យទៅកើតក្នុងទីដែលខ្លួនប្រាថ្នាហ្នឹងកដុំពីរម្នាក់បានទៅកើតជាស្ដេចនាគកដុំពីរម្នាក់បានទៅកើតជាស្ដេចគ្រុឌកដុំពីរម្នាក់បានទៅកើតជាសកទេវរាជស្ដេចទេវតាកដុំពីរម្នាក់បានទៅជាស្ដេចផែនដីហើយមកជួបជុំគ្នាមិត្តភ័ក្តិគ្នាហ្នឹងសុំសិលមួយគ្នាទៀតមានឧបនិស្ស័យធ្វើបុណ្យមួយគ្នាពីអតីតជាតិមកជាតិនេះនៅឆ្ងាយពីគ្នាក៏ស្កាត់រកគ្នាជាមិត្តភ័ក្តិបន្តទៅទៀតហើយធ្វើបុណ្យបន្តទៅទៀតជាសរុបមកបំណងប្រាថ្នារបស់យើងនឹងអាចបានសម្រេចមែនប៉ុន្តែយើងមានបុណ្យផងនៅក្នុងធម៌ថាបើបុគ្គលនឹងបានធ្វើទានផងរក្សាសិលផង
បฒនាងាយនឹងបានសម្រេចគណៈប្រគិនបបគុណចាស់ដែលមានឱកាសបានទៅរៀននៅបរទេសទោះជារៀនភាសាបាលីសំស្ក្រឹតសមាធិវិបស្សនាឬក៏មុខវិជ្ជាអីផ្សេងៗក៏ដោយមានឱកាសទៅរៀននឹងជារឿងមួយល្អប្រសើរណាស់ប៉ុន្តែចំណុចមួយពេលយើងរៀនចប់ត្រូវសួរខ្លួនឯងថាអ្វីដែលត្រូវយើងយកត្រឡប់មកស្រុកយើងវិញហើយអ្វីយើងទុកឲ្យគេនៅនោះហើយចំណេះជំនាញបញ្ញាស្មារតីក្បួនច្បាប់អីយើងត្រូវយកមកស្រុកទេសដើម្បីជួយស្រុកទេសយើងវិញហើយចំណុចមួយដែលយើងពិចារណាគឺរឿងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការសូត្រធម៌ការស្លៀកពាក់របៀបរបបការរស់នៅហ្នឹងពេលខ្លះវាជាអត្តសញ្ញាណរបស់ស្រុកទេសគេហ្នឹងអញ្ចឹងស្រុកទេសយើងវាមានអត្តសញ្ញាណលក្ខណៈសម្គាល់ថាជាពុទ្ធសាសនាខ្មែរហ្នឹងអញ្ចឹងអ្វីណាដែលវាមិនប៉ះពាល់មិនខុសនឹងវិន័យធម៌អាអីទេយើងគួររក្សាវប្បធម៌ប្រពៃណីហ្នឹងនៅជារបស់ខ្មែរយើងអញ្ចឹងទៅដើម្បីឲ្យគេដឹងថាអូនេះព្រះសង្ឃខ្មែរនេះព្រះសង្ឃភូមាព្រះសង្ឃថៃព្រះសង្ឃស្រីលង្កាយើងមិនមែនថាទៅប្រកាន់ពូជសាសន៍រឿងហ្នឹងទេប៉ុន្តែថាយើងមានអត្តសញ្ញាណមួយថាជាខ្មែរទៅគេអាចកត់សម្គាល់បានយើងថែរក្សាវប្បធម៌ប្រពៃណីរបស់យើងគេថែរក្សាវប្បធម៌ប្រពៃណីរបស់គេអញ្ចឹងទៅរីឯចំណេះដឹងជំនាញបញ្ញាស្មារតីយើងយកមកអភិវឌ្ឍស្រុកទេសយើងពុទ្ធបរិស័ទយើងនមោទេពុទ្ធវិរត្ថុវុពមុតតោសិសព្ពធិសម្ពាធបដិបណ្ណោស្មិតាសៈមេសរណង្ភវេបបិទ្ធប្រពុតអ្នកមានសេចក្តីព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំតថាគតាំងអរហន្តាំងចន្តិមាសរណង្កតោរាហុចន្ទាំងបមញ្ចសៈពុទ្ធាលោកានុកម្មបកាចន្ទមៈទេវបុត្រដល់នៅតថាគតជាអរហន្តជាទីពឹងទីរលឹកហើយមនាលរាហុអ្នកចូលលែងចន្ទទេវបុត្រនោះចេញព្រះពុទ្ធទាំងឡាយតែងអនុគ្រោះដល់សត្វលោកទាំងឡាយអាត្មានឹងលើកដំណើររឿងក្នុងពុទ្ធសាសនាតកតងនឹងដំរីអេរវ័នឬក៏ខ្មែរយើងហៅដំរីក្បាល3កណ្ដឹងសម្ព័ន្ធដែលជាយានជំនិះរបស់សកទេវរាជយើងហៅថាប្រអិនសកទេវរាជនឹងកាលនៅជាមនុស្សឈ្មោះមគ្គមានុបគាត់មានមិត្តភក្តិគាត់33នាក់ហើយជួយចិត្តជួយកិច្ចការងារសហគមន៍ធ្វើផ្លូវធ្វើស្ពានធ្វើថ្នល់ដាំដើមឈើជីកស្រះទឹកធ្វើសាលាឆតទៀនយកអាសាអ្នកធ្វើដំណើរស្ត្រីមានផ្ទៃពោះប្រសង់អ្នកបួសឬក៏សាមញ្ញជនណាក៏ដោយធ្វើដំណើរតាមភូមិគាត់នឹងគាត់តែងតែយកអាសាកិច្ចការងារកសាងទាំងអស់ហ្នឹងគាត់ប្រើកម្លាំងដំរីនឹងជួយកិច្ចការងារគាត់ច្រើនណាស់ហើយបង្អោនចិត្តធ្វើបុណ្យជាមួយនឹងមគ្គមានុបនឹងដែរចឹងបានពេលមគ្គមានុបជាមួយនឹងមិត្តភ័ក្តិទាំង33នាក់ស្លាប់ទៅបានទៅកើតជាប្រអិននឹងរដ្ឋមន្ត្រីរបស់ប្រអិនហ្នឹងដំរីហ្នឹងក៏បានទៅកើតជាទេវបុត្រមួយដែរប៉ុន្តែដោយសារធ្លាប់មានឧបនិស្ស័យជាអ្នកបម្រើរបស់មគ្គមានុបសូម្បីខ្លួនឯងទៅកើតជាទេវបុត្រទៅហើយក៏នៅតែខ្លែងខ្លួនជាដំរីដែរធ្វើជាយានជំនិះបម្រើសកទេវរាជនឹងបន្តទៅទៀតចឹងញាតិញោមឃើញសត្វដំរីនឹងមែនប៉ុន្តែតាមពិតគេជាទេវបុត្រទេដំរីនឹងមានគ្រឿងលម្អអស្ចារ្យធំសម្បើមណាតាមដែលក្នុងគម្ពីរក្បួនច្បាប់លោកប្រាប់មកហ្នឹងជាសរុបមកការបំពេញបុណ្យកុសលនេះជាមនុស្សក្តីជាសត្វក្តីក៏អាចធ្វើបុណ្យបានដែរប៉ុន្តែបើយើងកើតជាមនុស្សយើងងាយនឹងមានឱកាសធ្វើបុណ្យបានច្រើនជាងសត្វយើងមើលសំបីសត្វដំរីគេធ្វើបុណ្យជួយការងារសហគមន៍បានកើតជាទេវបុត្រយើងប្រយ័ត្នចាញ់សត្វដំរីយើងកើតមកក្នុងផ្ទៃម្ដាយតែមួយមែនប៉ុន្តែវាសនាមិនដូចគ្នាទេអានឹងសំពាយបុណ្យមកផ្សេងគ្នាយើងកុំតូចចិត្តអីយើងគួរសរសើរបុណ្យបងប្អូនយើងដែលគេមានសំណាងល្អជាងយើងឲ្យគួរផឹងផែងធ្វើបុណ្យកុសលឲ្យបានច្រើនកុំខឹងម៉ែកុំខឹងឪអីអរគុណគាត់ឯងដែលគាត់ខំចាំយើងបានប៉ុណ្ណឹងមកគាត់ចង់ឲ្យយើងល្អចង់ឲ្យមានបានដូចតែគេដូចតែឯងណាប៉ុន្តែគាត់ថាបុណ្យយើងមានប៉ុណ្ណឹងឧបមាថាពូជយើងនឹងវាអត់សូវល្អតែអញ្ចឹងផលផ្លែផ្កាមកក៏វាមិនសូវល្អហើយយើងហ៊ានដូរចិត្តវិញថាអញផឹងធ្វើបុណ្យថ្មីធ្វើ
ធ្វើចិត្តឲ្យជ្រះថ្លាធ្វើទានសាសិលមានអីទីទួយក៏ដោយជូនឪពុកជូនម្ដាយបុណ្យហ្នឹងជួយឲ្យយើងអាចមានជោគវាសនាល្អជាងយើងដេកតូចចិត្តអន់ចិត្តបន្ទោសអ្នកនេះបន្ទោសអ្នកនោះអាហ្នឹងបាបយើងពីអតីតមកមានហើយបច្ចុប្បន្ននេះយើងរវល់តូចចិត្តអន់ចិត្តយើងដាក់បាបថែមចឹងធ្វើឲ្យអាប់អួរជីវិតហ្នឹងអត់ឡើងទេចឹងត្រូវធ្វើបុណ្យថ្មីឧបមាដូចថាសម្លហ្នឹងវាប្រៃហើយចឹងយើងត្រូវដាក់ទឹកកែកុនធ្វើម៉េចឲ្យសម្លនឹងអាចហូបបានជីវិតនឹងវាមានផលបាបចាស់មកហើយចឹងយើងត្រូវធ្វើបុណ្យថ្មីដើម្បីឲ្យជីវិតនឹងបានរៀងស្រស់បំប្រងឡើងវិញណាបើខ្វះបុណ្យបើអត់បានធ្វើបុណ្យថែមជីវិតនឹងរឹតតែអាប់អួរហើយក្នុងបិដកលេខ77មាននិយាយពីរឿងព្រះអង្គធ្លាប់កើតជាស្ដេចត្រីនៅក្នុងស្រះធំមួយក្នុងពេលរដូវប្រាំងហ្នឹងវារីងរាំងអស់ទៅក្អែកថ្មាតអីចុះមកចឹកស៊ីញាតិរបស់ព្រះអង្គជាត្រីដែលនៅក្នុងស្រះធំហ្នឹងព្រះអង្គគិតថាអាត្មាអញត្រូវធ្វើម៉េចដើម្បីជួយញាតិរបស់អាត្មាអញបានក៏ពិចារណានៅធម៌ទៅឃើញថាពេលវេលានេះមានតែការតម្កល់ខ្លួននៅក្នុងសច្ចៈការប្រកាសនៅសច្ចៈកិរិយាហ្នឹងទេទើបអាចជួយញាតិរបស់ព្រះអង្គបានព្រះអង្គក៏ពោលឡើងធ្វើនៅសច្ចកិរិយាថាយៈតោសារាមិអត្តានំយៈតោបត្តោស្មិវិញ្ញុតាំងនាពិជានាមិសញ្ចច្ចៈឯកបានំពេហឹងសតាំងអេតេនសច្ចវច្ចេនៈបច្ចុណោអភវិសតោអភិតនយៈបច្ចុណៈនិថឹងកាកាសនាសយៈកាកាំងសោកាយរន្ធេហិមច្ឆេសោកាបមោចយៈប្រែមកវិញថាតថាគតរលឹកឃើញនៅខ្លួនក្នុងកាលណាតថាគតបានដល់នៅភាពជាអ្នកដឹងក្តីក្នុងកាលណាក្នុងកាលនោះតថាគតមិនដែលក្លែងបៀតបៀននៅសត្វមានជីវិតឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចុះមានន័យថាតាំងពីព្រះអង្គដឹងក្តីមកព្រះអង្គមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យភ្លៀងធ្លាក់មកមនាលមេឃអ្នកចូលបង្កភ្លៀងចុះចូលអ្នកញ៉ាំងកំណប់ទ្របរបស់ក្អែកឲ្យវិនិច្ឆ័យទៅចូលអ្នកញ៉ាំងពួកក្អែកឲ្យសោយសោកចូលអ្នកញ៉ាំងពួកត្រីឲ្យរួចពីសេចក្តីសោកព្រះអង្គធ្វើសច្ចកិរិយាចប់មេឃភ្លៀងមកក្រឹកក្រែងធ្វើឲ្យញាតិរបស់ព្រះអង្គនឹងរួចផុតពីគ្រោះភ័យនឹងជាអានុភាពនៃការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតដោយអានុភាពនៃពាក្យសច្ចៈពាក្យពិតហ្នឹងសូមឲ្យរួចផុតពីគ្រោះភ័យពាក្យសច្ចៈហ្នឹងមានបារមីចឹងមែនពេលថ្វាយគុំព្រះដើម្បីបានអានិសង្សច្រើនញោមអាចនឹកដល់គុណព្រះអង្គ3យ៉ាងទី1វិសុទ្ធិគុណមានន័យថាព្រះអង្គជាបុគ្គលបរិសុទ្ធអស់លោភៈទោសៈមោហៈអត់មានខឹងចំណែនស្អប់អត់ចេះជាប់ជំពាក់អីទេស្អាតថ្លាមកទី2បញ្ញាគុណមានន័យថាព្រះអង្គមានបញ្ញាអាចកំចាត់បងនៅកិលេសខ្លួនព្រះអង្គបានហើយជួយអ្នកដទៃឲ្យលះបង់កិលេសបានទៅទៀតហើយព្រះអង្គអាចដឹងអំពីអតីតអនាគតបច្ចុប្បន្នសពគ្រប់ទាំងអស់ត្រាស់ដឹងមានបញ្ញាជ្រៅជ្រះក្រៃលែងណាស់មិនងាយមានអ្នកណាមានបញ្ញាដូចព្រះអង្គទេទី3ករណាគុណព្រះអង្គមានបតីករណាណិតសត្វលោកទាំងអស់ចង់ឲ្យសត្វលោកទាំងអស់បានរួចផុតពីទុក្ខជារៀបជាធិមរណៈហ្នឹងទៅព្រះអង្គស្រឡាញ់សត្វលោកនឹងដូចជាស្រឡាញ់រាហុលបុត្ររបស់ព្រះអង្គផ្ទាល់អញ្ចឹងយើងថ្វាយគុំព្រះអង្គនឹកដល់គុណព្រះអង្គទាំង3នឹងដោយសង្ខេបនឹងយើងបានផលបានអានិសង្សច្រើនធ្វើដំណើរទៅស្រុកខេត្តភ្ជុំញាតិញោមបាច់បខំអីពេកទេដល់ពេលណាក៏ពេលនឹងទៅចុះទៅយឺតប្រសើរជាងមានគ្រោះថ្នាក់តាមផ្លូវបើគេចង់ទៅលឿនឲ្យគេទៅមុនចុះចាត់ទុកថាធ្វើបុណ្យមួយគាត់ចាស់ឲ្យគាត់ទៅមុនហើយឲ្យគាត់មានសុខសុវត្ថិភាពតាមផ្លូវយើងអត់តក់កុហលយើងមិនសូវមានសម្ពាធផ្លូវចិត្តឲ្យសុបាយយើងទៅធ្វើបុណ្យក៏បានបុណ្យច្រើនណាបើយើងបញ្ញាប់បញ្ញាប់តក់កុហលទៅវាអត់ស្រួលក្នុងចិត្តហើយធ្វើបុណ្យក៏មិនសូវបានបុណ្យដែរហើយវាអាចជួបប្រទះនឹងគ្រោះថ្នាក់គ្រោះភ័យមុននឹងចេញពីផ្ទះយើងអាចសូត្ររំលឹកគុណបរតនត្រ័យនមោពុទ្ធាសៈនមោធម្មសៈនមោសង្ឃសៈ
សូមថ្វាយបង្គំចំពោះពុទ្ធពធព្រះសង្ឃចឹងក៏បានឬក៏សូត្រពុទ្ធធាំងសារណង្គកិច្ឆាមិធម្មំសារណង្គកិច្ឆាមិសង្ឃំសារណង្គកិច្ឆាមិសូមដល់នៅពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកសូមឲ្យដំណើរខ្ញុំបានប្រកបដោយសុខសុវត្ថិភាពចឹងក៏បានបុណ្យនឹងជួយយើងមានចិត្តមិនតក់កុហលហ្នឹងវាជួយសម្រួលមួយហើយយើងមានប្រតនត្រ័យក្នុងចិត្តហ្នឹងក៏ជួយដំណើរជីវិតដំណើរយើងហ្នឹងឲ្យបានសុខសុវត្ថិភាពដែរថ្មជួនយោបល់ញាតិញោមពេលប្រជុំបិណ្ឌបើអុជធូបអីអុជមកសរសៃបានណាឬក៏ថាបើយើងមានផ្កាយបូជាក៏បានដែរព្រោះអុជច្រើនគ្នាទៅឬក៏ច្រើនសរសៃវាហុយផ្សែងវាទៅជាពុលវិញញាតិញោមបន់វានៅក្នុងចិត្តយើងញាតិញោមយើងធ្វើបន់ប្រកបដោយបញ្ញាមិនហាមឃាត់ទេប៉ុន្តែគាត់ថាមកល្មមហើយបើថាគេអុជច្រើនហើយមិនអុជក៏បានដែរពេលមុនចេញដំណើរទៅណាមកណាយើងអាចទម្លាប់នមស្ការប្រតនត្រ័យសូត្រខ្លីក៏បានដែរនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈប្រែមកវិញថាសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយយើងអាចអធិដ្ឋានចិត្តថាដោយអានុភាពនៃបុណ្យនេះសូមឲ្យខ្ញុំធ្វើដំណើរដោយសុខសុវត្ថិភាពអញ្ចឹងក៏បានឬក៏មុនចូលគេងនៅកន្លែងថ្មីកន្លែងប្លែកឲ្យយើងថ្វាយគុំព្រះយកពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកមានប្រតនត្រ័យនៅក្នុងខ្លួននៅពួកអមនុស្សក៏វាខ្លាចដែរមិនសូវហ៊ានបៀតបៀនដែរហើយបននឹងជួយយើងឲ្យបានសម្រេចកិច្ចការងារបានល្អប្រសើរអ្នកខ្លះមិនសូវសម្បូរបនពីអតីតមកវាមិនសូវបានទៅណាមកណាគេមិនសូវចូលចិត្តអញ្ចឹងទៅជាតូចចិត្តមួម៉ៅខឹងគេមើលងាយអញក្រអីចឹងទៅអាបនចាស់យើងនោះវាមិនសូវសម្បូរផងចិត្តនឹងវាមួម៉ៅសៅមងគិតទៅពីចាប់កំហុសគេឃើញគេអក្រក់ចេះអក្រក់ចុះភ្លេចផឹងប្រែងហើយភាពសៅមងក្នុងចិត្តហ្នឹងវាប្រទាញរឿងអាក្រក់មកចូលក្នុងជីវិតនៅក្នុងភាសាធម៌លោកហៅថាបយោគវិបត្តិការរៀបចំជីវិតនឹងអត់ត្រូវដល់ចឹងវាហៅបាបគ្នាវាចូលមកក្នុងជីវិតនឹងមកចឹងជីវិតនឹងកាន់តែដុនដាបទៅងឹតមើលអីលែងឃើញមកប៉ុន្តែបើគាត់គិតត្រូវវិញណាគាត់ទួស្គាល់ថាបនចាស់គាត់តិចអញ្ចឹងបានវាពិបាកអញ្ចឹងផឹងធ្វើបនថ្មីតស៊ូព្យាយាមចាំម៉ែចាំឪមានកតញ្ញូដឹងគុណទ្រព្យធនតិចតួចធ្វើបនតាមតិចតួចប៉ុន្តែកុំឲ្យភ្លេចធ្វើបនធ្វើទានសាសិលទៅបនកុសលថ្មីហ្នឹងអាចធ្វើឲ្យជីវិតហ្នឹងមានពន្លឺឡើងវិញយើងម្នាក់សិតតែមានបនចាស់មកផ្សេងគ្នាប៉ុន្តែវាត្រូវការបនថ្មីនេះដើម្បីជួយបើកផ្លូវឲ្យបនចាស់ហ្នឹងឲ្យផលសេចក្តីព្យាយាមតស៊ូប្រឹងប្រែងអំណត់អត់ធន់រួមនឹងចរិយាមារយាទចរិតរឹកពីថ្លៃថ្នូរក្នុងធម៌លោកថាជាអ្នកមានសិលនិងបនងាយឲ្យផលក្នុងធម៌លោកហៅថាបយោគៈសម្បត្តិមានន័យថាការរៀបចំជីវិតនឹងត្រូវធ្វើឲ្យគេស្រឡាញ់គេចូលចិត្តគេរាប់អានគេអាណិតគេចង់ជួយអញ្ចឹងទៅលឿនហ្មងជីវិតហ្នឹងប៉ុន្តែអ្នកខ្លះមានបនចាស់ច្រើនប៉ុន្តែបច្ចុប្បន្ននេះចលះបើចឡោងខាមចរិតរឹកពីក្អឺតកតោមចងេចងាងគេអត់ចូលចិត្តគេអត់ចង់ជួយដល់អញ្ចឹងបនហ្នឹងវាឲ្យផលតិចតួចដោយសារយើងរៀបចំជីវិតនឹងអត់ត្រូវនៅក្នុងធម៌លោកហៅថាបយោគវិបត្តិដូចថាយើងមានកំណប់នៅក្រោមផ្ទះយើងប៉ុន្តែស្រាប់តែថ្មដានៅពីលើអញ្ចឹងយើងជីកយកមកប្រើអត់កើតចរិតរឹកពីយើងវាអន់ណាអញ្ចឹងបនចាស់ហ្នឹងវាអត់ងាយឲ្យផលបនឲ្យផលរើសមនុស្សដែរញាតិញោមតលអ្នកណាប្រឹងប្រែងព្យាយាមតស៊ូអំណត់រួមផ្សំជាមួយនឹងចរិតរឹកពីចរិយាមារយាទគេល្អសមរម្យកាយវាចាគេត្រឹមត្រូវមិនចងេងចងាងមានសិលធម៌ពាក្យសម្ដីសម្ដៅពីរូបភាសាមិនមនុស្សដើរអ៊ីចអូចចាក់ចុចញ៉ៃដើមគេអីហ្នឹងបនងាយឲ្យផលឯលៀបយោរិស័យខ្ពស់រត់រនអ្នកមានបនអ្នកមានសិលមានន័យថាគេសំរុំថ្លៃថ្នូរត្រឹមត្រូវទាំងក្រៅទាំងក្នុងទាំងកាយទាំងវិចារទាំងចិត្តគេល្អមិនមួម៉ៅសៅមងចំណែនបែនជន់អ្នកណាទេស្រឡះហើយប្រឹងប្រែងព្យាយាមនឹងបនងាយឲ្យផល
បើយើងមានសទ្ធាឲ្យបាយទឹកជាទានយើងបានអានិសង្ឃមានកម្លាំងកំហែងរឹងមាំធ្វើការងារងាយអស់កម្លាំងឯងបើយើងមានសទ្ធាឲ្យសម្ពុតខោអាវជាទានជាតិណាយើងមានពណ៌សម្បុរស្អាតមិនបាច់សូវលាបឡេច្រើនទេហើយអ្នកណាឲ្យពន្លឺជាទានឲ្យភ្លើងពូលសូឡាបូជាទានបំភ្លឺអ្នកនឹងមានភ្នែកល្អមានភ្នែកទឹកមានរឿងអីដឹងទាំងអស់ហើយអ្នកឲ្យយានជំនិះជាទានដែលនឹងបានសេចក្តីសុខយានទោសុខទោហោតិហើយអ្នកមានសទ្ធាបរិច្ចាគទីកន្លែងស្នាក់នៅផ្ទះសម្បែងទីពេទ្យសាលារៀនឬក៏កុដិសាលាថ្វាយព្រះសង្ឃជូនអ្នកក្រីក្រអ្នកពិបាកឬក៏ដល់សាលារៀនទីពេទ្យនៅនឹងឈ្មោះថាឲ្យរបស់គ្រប់យ៉ាងបានបនយូរម្បែងហើយបានបនច្រើនទៀតអ្នកឲ្យសេនាសនៈជាទានហើយបើអ្នកឲ្យធម៌ជាទានណែនាំឲ្យគេចេះយល់ត្រូវអាចរំដោះសេចក្តីទុក្ខពីជីវិតបានអ្នកនឹងឈ្មោះថាឲ្យព្រះនិព្វានអញ្ចឹងបើយើងមានសទ្ធាឲ្យអាមិសជាទានរបស់របរសម្រាប់ប្រើប្រាស់ហ្នឹងយើងបានផលជាអាយុវណ្ណៈសុខៈពលៈទ្រព្យរបស់លៀបយសអញ្ចឹងទៅបានអានិសង្ឃនឹងត្រឡប់មកវិញបើយើងឲ្យធម៌ជាទានហ្នឹងពន្យល់ហ្នឹងក៏បានបុណ្យបានអានិសង្ឃច្រើនណាស់ដោយសារធ្វើឲ្យមនុស្សនឹងយល់ត្រូវគេអាចរៀបចំជីវិតគេក្នុងផ្លូវល្អគេបានសុខអញ្ចឹងអ្នកដែលឲ្យធម៌ជាទានអ្នកផ្ដល់ចំណេះហ្នឹងបានអានិសង្ឃច្រើនអាត្មាឃើញកូនចៅខ្លះពេលទៅដល់ផ្ទះចុះពីឡានពីម៉ូតូទៅថ្វាយគុំឪពុកម្ដាយក្បាលដល់ដីនឹងល្អមែនតើបើកូនចៅខ្លះដូចថាទៅដល់គាត់តែជំរាបសួរប៉ុណ្ណឹងថាដូចមិនទាន់គ្រប់គ្រាន់ដោយសារការជំរាបសួរនោះវាធ្វើជាមួយអ្នកណាក៏ធ្វើដែរអញ្ចឹងមួយខែមន្តសន្និដៅមួយឆ្នាំមួយខែបានទៅម្ដងអញ្ចឹងគ្រប់អោនលំទូនអរគុណគាត់ដែលបានចាំបីបាច់ថែសារហើយក៏បានជាគំរូល្អមួយដល់កូនចៅយើងដែរហើយជាបុណ្យកុសលសម្រាប់យើងហើយបើមានអីវ៉ៃវ៉ាន់អីយើងរៀបចំជូនគាត់ថ្វាយគុំហើយឲ្យកូនឲ្យចៅទៅជាមួយដើម្បីឲ្យកូនចៅហ្នឹងមើលគំរូយើងហើយពេលគេធំគេដឹងក្តីគេធ្វើអញ្ចឹងដាក់យើងវិញយើងឃើញកូនចៅល្អដឹងខុសដឹងត្រូវដឹងគុណដឹងទោសអញ្ចឹងយើងសប្បាយចិត្តដែរហើយកូនហ្នឹងគេបានបន់របស់គេទៅទៀតទៅតាមពិតទៅការទំនុកម្ដងឪពុកម្ដាយហ្នឹងគួរធ្វើជារឿយជាប្រចាំមកកូនចៅបានបន់ច្រើនម៉ែឪជាស្រែបន់ក្នុងភាសាធម៌លោកហៅថាជាអាហុណយៈកូនចៅណាបានធ្វើបន់ជាមួយឪពុកម្ដាយហ្នឹងបានបន់ច្រើនណាស់ចម្រុងចម្រើនបន្ទាប់ពីប្រជុំបិណ្ឌមកយើងថ្វាយគុំលាឪពុកម្ដាយក្បាលដល់ដីទៅម៉ែឪសប្បាយចិត្តឲ្យពរឲ្យជ័យយើងទទួលបានពរពីព្រះពេលទៅដល់ផ្ទះកូនចៅគួរទៅថ្វាយគុំឪពុកម្ដាយមិនគួរខ្មាស់អៀនណាគុំគួរត្រឹមតែជំរាបសួរដែរយើងបង្ហាញសេចក្តីគោរពសេចក្តីស្រឡាញ់នឹករលឹកដល់គាត់ហើយជាបុណ្យកុសលសម្រាប់យើងហើយក៏ជាគំរូមួយសម្រាប់កូនចៅរបស់យើងដែរហើយជាការរក្សាប្រពៃណីវប្បធម៌គោរពចាស់ទុំជាពិសេសការគោរពដឹងគុណចំពោះឪពុកម្ដាយហើយបុណ្យកុសលហ្នឹងក៏បានមកលើយើងវិញកូនចៅគេឃើញអញ្ចឹងគេធ្វើអញ្ចឹងដាក់យើងវិញដែរហើយបើយើងមានរបស់របរលុយកាក់អីយើងរៀបចំថ្វាយគុំជូនគាត់ឲ្យបានត្រឹមត្រូវទៅមិនប្រើតែកូនតែចៅឲ្យទៅថ្វាយគុំជូនយាយណាយើងផងដើម្បីឲ្យកូនចៅហ្នឹងបានយើងជាគំរូហើយគេត្រឡប់មកធ្វើជាមួយយើងអញ្ចឹងដែរនៅពេលដែលគេដឹងក្តីទៅតាមពិតទៅគួរទំនុកម្ដងឪពុកម្ដាយហ្នឹងរឿយមិនមែនចាំបាច់តែដល់ខែមន្តសន្និដៅទេកូនចៅណាបានធ្វើបុណ្យជាមួយឪពុកម្ដាយដែលនៅរស់រានមានជីវិតហ្នឹងបានបុណ្យបានកុសលច្រើនណាពីព្រោះឪពុកម្ដាយជាអាហុណយៈជាស្រែបុណ្យរបស់កូនចៅណាបានធ្វើបុណ្យជាមួយបានបុណ្យច្រើនហើយពេលត្រឡប់មកវិញយើងថ្វាយគុំលាឪពុកម្ដាយមកវិញមកយើងបានទទួលពរជ័យពីគាត់យើងបានសិរីសួស្ដីពរជ័យពីព្រះតែយើងគោរពបូជាទេវតាដោយម្ដេចទើបត្រឹមត្រូវទេវបលិមាន2មួយយើងឧទ្ទិសបុណ្យជូនទេវតាយើងធ្វើបុណ្យធ្វើកុសលហើយសូមជូនបុណ្យកុសលទេវតាថែសារនៅផ្ទះជានាងផ្ទះប្រភូមិរុក្ខទេវតាអារក្ខទេវតាសូមត្រេកអរអនុមោទនាបុណ្យខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះ
ទី2យើងដាក់គ្រឿងដង្វាយបាយទឹកនំចំណីផ្កាផ្លែឈើជូនជាការសម្ដែងនៅការរាប់អានដូចជាយើងអ្នកនៅផ្ទះភូមិផងរបងជាមួយអញ្ចឹងប៉ុន្តែទេវតាគេមានបុណ្យច្រើនជាងយើងគេអាយុវែងជាងយើងគេមានសម្បត្តិល្អជាងយើងអញ្ចឹងយើងគោរពបូជាចំពោះទេវតាហ្នឹងក្នុងន័យថាយើងរាប់អានយើងគោរពយើងឲ្យតម្លៃប៉ុន្តែយើងមិនបកគលជោគវាសនាគិតតែពីបែបបន់សុំបួងសួងអីទេបើយើងមានចិត្តល្អជាមួយគេគង់តែនឹងបីបាច់ថែរក្សាយើងវិញហើយបើយើងមានបុណ្យគេត្រូវតែជួយយើងហ្មងគេមិនជួយគេមានទោសទៀតផងទេវបលីនឹងគឺការគោរពការឲ្យតម្លៃការផ្ដល់សេចក្តីស្រឡាញ់ការរាប់អានដល់ទេវតាប៉ុន្តែទេវតាមិនចេះតែជួយយើងបានគ្រប់